សូមស្វាគមន៍អ្នកគុណនិយមទាំងអស់គ្នាមកកាន់ការនិទានរឿងទឹកដីធម្មពលវិញ្ញាណវគ្គ3ភាគទី100ដែលជាភាពបន្តរបស់យើងទោះជាយ៉ាងណាក៏ដោយភាពស្ងប់ស្ងាត់របស់លីនយូហានមិនមែនជាភាពអសកម្មឡើយដូចទៅវិញវាគឺជាការបង្ហាញពីការគ្រប់គ្រងដ៏ល្អឥតខ្ចោះដែលបានលាតត្រដាងតាមរយៈបច្ចេកទេសលុតដៃដ៏ប្លែករបស់នាងជំនួសឲ្យការវាយដំយ៉ាងញញួររបស់នាងបានផ្អាកនៅលើផ្ទៃស្ពាន់ខៀវអស់រយៈពេលពី3វិនាទីញញួរស្ពាន់ខៀវដែលបានលុតដំប្លឹងរបស់នាងមិនបានលោតត្រឡប់មកវិញទេនៅពេលញញួរស្ពាន់ខៀវវាយទៅលើលោហៈឬសូរសំឡេងខ្លីមួយហើយមិនយូរប៉ុន្មានផ្កាភ្លើងអគ្គិសនីក៏បានបាញ់ចេញពីញួរហើយជ្រាបចូលទៅក្នុងស្ពាន់ខៀវក្នុងពេលជាមួយគ្នានោះរចនាសម្ព័ន្ធខាងក្នុងនៃស្ពាន់ខៀវក៏បានប្រែប្រួលយ៉ាងលឿនដោយផ្លេកបន្ទោខណៈដែលសរសៃខាងក្នុងរបស់វាត្រូវបានរៀបចំយ៉ាងឆាប់រហ័សការចម្រាញ់ដោយផ្លេកបន្ទោគុណលក្ខណៈព្រលឹងក្បាច់គុណរបស់នាងច្បាស់ជាតាក់ទងនឹងផ្លេកបន្ទោហើយសេនហ្វាបានធ្វើការវិនិច្ឆ័យនោះភ្លាមក្នុងពេលជាមួយគ្នានោះគាត់ក៏មានទឹកមុខភ្ញាក់ផ្អើលយ៉ាងខ្លាំងជាពិសេសដោយសារតែការចម្រាញ់លោហៈដោយផ្លេកបន្ទោគឺកម្រឃើញណាស់សកម្មភាពនេះមិនត្រឹមតែតម្រូវឲ្យមានព្រលឹងក្បាច់គុណដែលមានគុណភាពខ្ពស់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងទាមទារថាមពលគ្រប់គ្រងដ៏អស្ចារ្យទៀតផងថាមពលវិញ្ញាណរបស់ក្មេងស្រីនេះច្បាស់ជាខ្លាំងណាស់បើមិនដូច្នេះទេនាងមិនអាចគ្រប់គ្រងផ្លេកបន្ទោបានល្អបែបនេះទេភាគីទាំងពីរក៏បន្តការលុតដំរបស់ពួកគេខណៈដែលចាងគង់យ៉ាននិងសេនហ្វាបានសម្លឹងមើលសិស្សរបស់ភាគីម្ខាងទៀតសូម្បីតែសេនហ្វាក៏ភ្ញាក់ផ្អើលដែរមិនបាច់និយាយដល់ចាងគង់យ៉ានទេគាត់មិនបានចាប់អារម្មណ៍ថាមពលព្រលឹងណាមួយចេញពីທາງវូលីនទេដែលមានន័យថាທາງវូលីនកំពុងពឹងផ្អែកលើកម្លាំងផ្ទាល់ខ្លួនរបស់គាត់ក្នុងអំឡុងពេលដំណើរការលុតដំជំនួសឲ្យធម្មពលព្រលឹងរបស់គាត់ទោះបីជាវាគ្រាន់តែជាញូរប្រាក់ធ្ងន់ក៏ដោយក៏ទម្ងន់របស់វាមិនមែនជារឿងដែលត្រូវមើលស្រាលនោះទេនៅពេលដែលវាត្រូវបានលុតដំព្រលឹងរួចហើយប៉ុន្តែញញួរទាំងនោះហាក់ដូចជាស្រាលដូចរោមនៅក្នុងដៃរបស់ក្មេងប្រុសនេះសំឡេងញញួរវាបានបង្ហាញថាញញួរទាំងនោះច្បាស់ជាមានទម្ងន់ជាង15តោនជាមួយនឹងល្បឿនដែលក្មេងប្រុសនេះក្រវីវាគាត់ច្បាស់ជាកើតមកមានកម្លាំងដទេវភាពពីកំណើតកម្លាំងដទេវភាពពីកំណើតគឺពិតជាគុណលក្ខណៈដែលស័ក្តិសមបំផុតសម្រាប់ជាងដែកនេះគឺជាគុណសម្បត្តិដែលមនុស្សម្នាក់អាចកើតមកមានតែប៉ុណ្ណោះមិនយូរប៉ុន្មានបន្ទាប់ពីពួកគេបានចាប់ផ្ដើមចាំងគង់យ៉ានក៏បានកត់សម្គាល់ឃើញថាទោះបីជាທາງវូលីនវាញញួររបស់គាត់យ៉ាងលឿនក៏ដោយក៏គាត់មិនធ្វេសប្រហែសដែររាល់ការវាញញួរម្ដងបានពន្លាដោយប៉ិនប្រសពនៅសរសៃខាងក្នុងនៃស្ពាន់ខៀវជំនួសឲ្យការបង្រួមឬច្របូកច្របល់ពួកវាគាត់ច្បាស់ជាស្គាល់ច្បាស់ពីលក្ខណៈសម្បត្តិនៃលោហៈនេះគាត់មិនដែលនឹកស្មានថាមានជាងដែកវ័យក្មេងបែបនេះនៅក្នុងសមាគមជាងដែកនោះទេគាត់ច្បាស់ជាមានឋានៈទី4យ៉ាងហោចណាស់គាត់គិតក្នុងចិត្តថាមិនឆ្ងល់ទេដែលសេនហ្វាមានទំនុកចិត្តខ្លាំងបែបនេះប្លុកស្ពាន់ខៀវទាំងពីរបានចែងចាំងក្នុងពេលតែមួយមិនទាន់បាន1នាទីផងចាប់តាំងពីពួកគេបានចាប់ផ្ដើមដំណើរការលុតដំប៉ុន្តែពួកគេហាក់ដូចជាបានបញ្ចប់ការចម្រាញ់រយដងលោហៈក្នុងពេលដំណើរគ្នាប្លុកស្ពាន់ខៀវទាំងពីរបានផ្លឹបផ្លែតហើយសរសៃរបស់វាត្រូវបានតម្រឹមភ្លាមដែលបង្ហាញយ៉ាងច្បាស់ថាពួកវាមានគុណសម្បត្តិជាមូលដ្ឋាននៃលោហៈចម្រាញ់រួចទៅហើយជាក់ស្ដែងអ្នកទាំងពីរនឹងមិនឈប់លុតដំនៅពេលនេះទេភ្នែករបស់ពួកគេផ្ដោតយ៉ាងខ្លាំងហើយពួកគេមិនដែលសម្លឹងមើលគូប្រកួតរបស់ពួកគេសូម្បីតែម្ដងខណៈដែលពួកគេបានផ្ដោតអារម្មណ៍ពេញលេញលើការលុតដំរបស់ពួកគេមិនថាທາງវូលីនក្រវិញញួររបស់គាត់យ៉ាងខ្លាំងក្លាប៉ុណ្ណានោះទេល្បឿនរបស់លីនយូហានមិនបានផ្លាស់ប្ដូរឡើយនៅពេលញញួររបស់នាងវាយទៅលើលោហៈពន្លឺនៃផ្លេកបន្ទោក៏បន្តភ្លឺឡើងខណៈដែលនាងបានបង្កើនថាមពលព្រលឹងដែលនាងបានដាក់ចូលទៅក្នុងការលុតដំរបស់នាងកងព្រលឹងរបស់នាងក៏ចាប់ផ្ដើមលេចឡើង1 2 3និង4កងនាងមានកងព្រលឹង4ហើយពួកវាទាំងអស់សុទ្ធតែពណ៌ស្វាយនាងគឺជា Soul Master ឋានៈ4កងក្មេងស្រីវ័យក្មេងនេះគឺជា Soul Master ឋានៈ4កងដែលកងព្រលឹងរបស់នាងទាំងអស់ស្ថិតនៅកម្រិត1000ឆ្នាំក្នុងន័យនៃសមិទ្ធផលរបស់នាងក្នុងនាមជា Soul Master នាងក៏ជាទេពកោសល្យដ៏កម្រម្នាក់ផងដែរភ្នែករបស់នាងផ្ដោតយ៉ាងខ្លាំងហើយញញួរស្ពាន់ខៀវដែលបានលុតដំព្រលឹងទាំងគូគឺដូចជាផ្នែកបន្ថែមនៃរាងកាយរបស់នាងរាល់ពេលដែលញញួររបស់នាងវាយទៅលើលោហៈវាបានធ្វើឲ្យស្ពាន់ខៀវរំញ័រដោយផ្លេកបន្ទោជំនួសឲ្យការធ្វើឲ្យខូចលោហៈផ្លេកបន្ទោបានតម្រឹមរចនាសម្ព័ន្ធខាងក្នុងរបស់វាដោយប៉ិនប្រសប់ចំណែកឯທາງវូលីនវិញហាក់ដូចជាកាន់តែខ្លាំងក្លាញញួរប្រាក់ធ្ងន់ដែលបានលុតដំព្រលឹងរបស់គាត់បានបញ្ចេញសម្លេងខ្លាំងជាបន្តបន្ទាប់ខណៈដែលស្ពាន់ខៀវបានរួមតូចជាបន្តបន្ទាប់និងអាចមើលឃើញទោះបីជាអ្នកទាំងពីរបានលុតដំតាមវិធីផ្សេងគ្នាក៏ដោយក៏ពួកគេមានគោលបំណងដូចគ្នាដែរគឺដើម្បីចម្រាញ់លោហៈឲ្យអស់ពីសក្តានុពលរបស់វាកាំរស្មីពន្លឺពីរបានចែងចាំងយ៉ាងភ្លឺស្វាងហើយកាំរស្មីពន្លឺទាំងពីរបានបាញ់ឡើងខ្ពស់5 ហ្វីតវាពិបាកនឹងបែងចែកដោយភ្នែកទទេជាពិសេសដោយសារតែកាំរស្មីពន្លឺបានបាញ់ឡើងក្នុងពេលតែមួយທາງវូលីននិងលីនយូហានទីបំផុតក៏បានផ្អាកបន្តិចហើយសម្លឹងមើលគូប្រកួតរបស់ពួកគេដោយមិនដឹងខ្លួននៅពេលពួកគេឃើញស្ពាន់ខៀវរបស់គូប្រកួតចែងចាំងដោយពន្លឺដូចគ្នាភាពភ្ញាក់ផ្អើលក៏បានលេចឡើងនៅលើផ្ទៃមុខរបស់ពួកគេវាជាក់ស្ដែងថាគូប្រកួតរបស់ពួកគេបានបង្ហាញសមត្ថភាពស្រដៀងនឹងពួកគេនៅក្នុងដំណើរការលុតដំទោះជាយ៉ាងណាក៏ដោយការប្រកួតរបស់ពួកគេទើបតែចាប់ផ្ដើមប៉ុណ្ណោះដើម្បីអាចប្រកួតប្រជែងជាមួយយុវជនជំនាន់ក្រោយនៃសមាគមជាងដែកដែនកំណត់របស់លីនយូហានគឺច្បាស់ជាមិនមែនត្រឹមតែនៅក្នុងអាណាចក្រចម្រាញ់ពាន់ដងនោះទេជាការពិតណាស់ທາងវូលីនក៏នៅឆ្ងាយពីការឈានដល់ដែនកំណត់របស់គាត់ផងដែរពន្លឺចម្រាញ់ពាន់ដងបានរលត់ទៅវិញបន្ទាប់ពី2 3វិ
វិនាទីបានកន្លងផុតទៅអ្នកទាំងពីរក៏បន្តការលុតដំរបស់ពួកគេញញួរ Spawn Q ដែលបានលុតដំព្រលឹងរបស់ Lin Yuhan ទាំងគូបានប៉ះទង្គិចគ្នាហើយបញ្ចេញសម្លេងរំញ័រតិចភ្លាមនោះពន្លឺពី Spawn Q នៅពីមុខនាងបានភ្លឹបភ្លែតហាក់ដូចជាវាឆ្លើយតបទៅនាង Senfa បាក់ងឿងឆ្ងល់ហើយជេរក្នុងចិត្តហាក់ដូចជាវាមិនទាន់គ្រប់គ្រាន់ទេដែលនាងមានគុណសម្បត្តិក្នុងការលុតដំ Spawn Q ដោយញញួរ Spawn Q ដែលបានលុតដំព្រលឹងញញួរ Spawn Q ដែលបានលុតដំព្រលឹងរបស់នាងទាំងគូក៏មានឥទ្ធិពលពង្រីកផងដែរដែលជាសមត្ថភាពពីកំណើតក្នុងការកោះហៅប្រភពជីវិតនៅក្នុង Spawn Q វាច្បាស់ជាងាយស្រួលជាងសម្រាប់នាងក្នុងការលុតដំព្រលឹងបើប្រៀបធៀបទៅនឹង Tangvolin អត្រាជោគជ័យនៃការលុតដំព្រលឹងអាស្រ័យលើទិដ្ឋភាពផ្សេងហើយគុណភាពនៃលោហៈដែលបានលុតដំព្រលឹងក៏នឹងប្រែប្រួលផងដែរ Tangvolin កំពុងប្រយុទ្ធក្នុងសមរភូមិដ៏លំបាកមួយចំណែកឯ Tangvolin វិញការលុតដំរបស់គាត់គឺត្រង់នឹងតូចចង្អៀតដូចព្រួញបើប្រៀបធៀបទៅនឹងព្យុះដ៏កាចសាហាវដែលគាត់បានបង្កើតឡើងពីមុនការលុតដំរបស់គាត់ហាក់ដូចជាបានថយចុះគួរឲ្យកត់សម្គាល់នៅក្រោមជើងរបស់គាត់កងព្រលឹងពណ៌ស្វាយ3បានលេចឡើងនៅពេលនិយាយដល់ការលុតដំព្រលឹងគាត់នឹងត្រូវការការគាំទ្រពីថាមពលព្រលឹងរបស់គាត់នៅពេលគាត់ឃើញកងព្រលឹង3របស់ Tangvolin ស្នាមញញឹមតិចបានលេចឡើងនៅលើផ្ទៃមុខរបស់ចាងកងយ៉ាងក្នុងកម្រិតជាក់លាក់មួយភាពខុសគ្នានៃមូលដ្ឋានវឹកហាត់របស់មនុស្សម្នាក់នឹងបកប្រែទៅជាភាពខុសគ្នានៃសមត្ថភាពរវាងជាងដៃបើគ្មានការគាំទ្រគ្រប់គ្រាន់ពីថាមពលព្រលឹងរបស់ពួកគេទេវាមិនអាចទៅរួចទេសម្រាប់ជាងដៃក្នុងការបន្តរីកចម្រើនក្នុងការលុតដំរបស់ពួកគេដំណើរការលុតដំរបស់ពួកគេទាំងពីរបានធ្វើឲ្យទស្សនិកជនជុំវិញពួកគេពេញចិត្តយ៉ាងខ្លាំងនេះជាការពិតជាពិសេសចំពោះការលុតដំរបស់ Tangvolin វាត្រូវបានផ្អែកលើគ្រឹះរឹងមាំដូចជាសៀវភៅសិក្សាគំនិតរបស់គាត់ផ្ដោតអារម្មណ៍ទាំងស្រុងហើយរាល់ការវិញញញួររបស់គាត់បាននាំមកនូវជីវិតនៃ Spawn Q និងបានបញ្ចូលព្រលឹងទៅក្នុងវាបន្តិចម្ដងពួកគេទាំងពីរបានលុតដំក្នុងល្បឿនថេរប៉ុន្តែពន្លឺពីប្លុក Spawn Q ទាំងពីរបានចាប់ផ្ដើមបង្ហាញការផ្លាស់ប្ដូរខុសគ្នាវងមូលឯកសណ្ឋានបានលេចឡើងនៅលើគ្រប់ជ្រុងនៃ Spawn Q នៅពីមុខ Lin Yuhan ពេញមួយដំណើរការលុតដំផ្លេចបន្ទោដែលនាងបានបញ្ចូលទៅក្នុងវាមិនត្រឹមតែចម្រាញ់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងបញ្ចូលទៅក្នុងលោហៈទៀតផងនេះបានធ្វើឲ្យវងមូលមើលទៅដូចជាពពកភ្លៀងដែលមានផ្លេកបន្ទោភ្លឹបភ្លែតវាហាក់ដូចជាពិភពលោកដែលមានព្យុះត្រូវបានផ្ទុកនៅក្នុងប្លុក Spawn Q នោះ Spawn Q នៅខាង Tangvolin មានលំនាំដ៏ស្រស់ស្អាតដូចគ្នាប៉ុន្តែគាត់ច្បាស់ជាមិនលឿនដូច Lin Yuhan ទេទោះបីជាគាត់អាចបញ្ចប់ការលុតដំព្រលឹងលោហៈក៏ដោយក៏គាត់ប្រកាសជាយឺតជាង Lin Yuhan ដែរនេះគឺជាភាពខុសគ្នាដោយសារតែញញួរលុតដំនិងវិធីសាស្ត្ររបស់ពួកគេពេលវេលាបានកន្លងផុតទៅហើយមិនយូរប៉ុន្មាន30នាទីបានកន្លងផុតទៅចាប់តាំងពីពួកគេបានចាប់ផ្ដើមការលុតដំព្រលឹងញញួររបស់ Lin Yuhan ស្រាប់តែគ្រវីឡើងលើមុនពេលវាចុះក្រោមថ្នមក្នុងមួយរំពេចផ្លេកបន្ទោជាច្រើនដែលក្រាស់ដូចដៃបានបាញ់ចេញពីរាងកាយរបស់នាងផ្លេកបន្ទោទាំងនោះបានធ្វើដំណើរតាមបណ្ដោយដៃរបស់នាងហើយចូលទៅក្នុងញញួរ Spawn Q ដែលបានលុតដំព្រលឹងទាំងគូមុនពេលពួកវាត្រូវបានទេចូលទៅក្នុង Spawn Q Spawn Q បានញ័រយ៉ាងខ្លាំងខណៈដែលផ្កាភ្លើងផ្លេកបន្ទោបាញ់ចេញពន្លឺពណ៌ខៀវដែលវាបញ្ចេញគឺភ្លឺចែងចាំងមិនយូរប៉ុន្មានលោហៈបានមានជីវិតហើយពន្លឺរាងវងមូលបានលេចឡើងជុំវិញវាសំឡេងរំញ័រដ៏ជ្រៅមួយបានបន្លឺឡើងមិនយូរប៉ុន្មានបន្ទាប់ពីនោះលោហៈបានយំវាត្រូវបានផ្ដល់ជីវិតហើយការលុតដំព្រលឹងបានជោគជ័យ Lin Yuhan បានបន្តចាក់បញ្ចូលផ្លេកបន្ទោទៅក្នុងលោហៈអស់រយៈពេលពី3នាទីមុនពេលនាងជប់បន្តិចម្ដងប្លុក Spawn Q ឥឡូវនេះមានត្រឹមតែ1/3នៃទំហំដើមរបស់វាទោះជាយ៉ាងណាក៏ដោយវាបានចែងចាំងដោយពន្លឺពណ៌ខៀវខ្សែខាងក្នុងរបស់វាត្រូវបានធ្វើឲ្យសកម្មពេញលេញហើយកំពុងវិលជុំវិញតាមចង្វាក់ផ្កាភ្លើងអគ្គិសនីក៏អាចមើលឃើញនៅក្នុងផ្នែកខាងក្នុងនៃលោហៈផងដែរនេះមិនមែនជាការលុតដំព្រលឹងធម្មតាទេវាគឺជាការលុតដំព្រលឹងដែលកំណត់គុណលក្ខណៈក្រៅពីលក្ខណៈពិសេសពីកំណត់របស់វាដុំ Spawn Q នេះត្រូវបានបញ្ចូលដោយគុណលក្ខណៈផ្លេកបន្ទោតម្លៃរបស់វាខ្ពស់ជាង Spawn Q ដែលបានលុតដំព្រលឹងធម្មតាយ៉ាងហោចណាស់3ដងសម្រាប់ក្មេងស្រីជំទង់អាយុប្រហែល15ឬ16ឆ្នាំដើម្បីអាចសម្រេចបាននូវស្នាដៃបែបនេះគឺគ្មានអ្វីក្រៅពីការភ្ញាក់ផ្អើលនោះទេនេះមិនមែនជាអ្វីដែលអាចសម្រេចបានដោយជាងដៃថ្នាក់ទី5ធម្មតាទេ Tangvolin បានចាញ់ការប្រកួតហើយគំនិតដូចគ្នានេះបានលេចឡើងនៅក្នុងគំនិតរបស់មនុស្សស្ទើរតែទាំងអស់ក្រៅពីបញ្ហាផ្សេង Tangvolin មិនទាន់បានបញ្ចប់ការលុតដំព្រលឹងរបស់គាត់ផងលើសពីនេះ Soul Master ឋានៈ3កងមិនអាចសង្ឃឹមថានឹងបញ្ចប់ការលុតដំព្រលឹងក្រោមស្ថានភាពធម្មតាបានឡើយ Tangvolin បានផ្ដោតអារម្មណ៍យ៉ាងខ្លាំងក្នុងការលុតដំរបស់គាត់ហើយមិនបានរងផលប៉ះពាល់បន្តិចណាសោះដោយសារតែជីវិតដែលបានផ្ដោតដល់លោហៈនៅម្ខាងទៀតរាល់ការវាយរបស់គាត់ដោយញញួរប្រាក់ធ្ងន់គឺពោរពេញទៅដោយការផ្ដោតអារម្មណ៍ហើយជាមួយគ្នានោះក៏បាននាំមកនូវជីវិតនៅក្នុងលោហៈធាតុគាត់មិនប្រញាប់ប្រញាល់ឡើយគាត់បានទំនាក់ទំនងជាមួយ Spawn Q ខណៈដែលគាត់បាននាំយកជីវិតនៅក្នុងវាចេញមកបន្តិចម្ដងជំនួសឲ្យការបង្ខំខ្លាំងពេកគាត់បានអនុញ្ញាតឲ្យវាភ្ញាក់ឡើងដោយឆន្ទៈរបស់វាផ្ទាល់10នាទីបានកន្លងផុតទៅបន្ទាប់មក30នាទីក៏បានកន្លងផុតទៅគាត់បានប្រើប្រាស់ពេលវេលាពីរដងច្រើនជាងគូប្រកួតរបស់គាត់ទីបំផុត Spawn Q នៅពីមុខគាត់ក៏ចាប់ផ្ដើមបញ្ចេញពន្លឺដ៏ទន់ភ្លន់លំនាំវង្វលមួយអាចមើលឃើញនៅលើដុំលោហៈប៉ុន្តែវាមិនមាននៅលើគ្រប់ជ្រុងទាំងអស់នោះទេមានតែលំនាំតែមួយគត់នៅផ្នែកខាងមុខនៅពេលដែលលំនាំវង្វលនោះលេចចេញបន្តិចម្ដងពន្លឺពណ៌ខៀវថ្លាដែលវាបញ្ចេញហាក់ដូចជាគ្មានភាពមិនបរិសុទ្ធអ្វីទាំងអស់ដែលផ្ដល់នូវអារម្មណ៍ស្រស់ស្រាយលោហៈធាតុនោះមិនបានបង្ហាញសញ្ញាណាមួយនៃការកែច្នៃដោយសិប្បនិម្មិតឡើយវាពោរពេញទៅដោយជីវិតនេះជាអ្វីទៅបន្ទាប់ពី Lin Yuhan បានបញ្ចប់ការលុតដំគាត់បានសម្លឹងមើល Tangvolin លុតដំយ៉ាងយកចិត្តទុកដាក់ពីអ្វីដែល Tangvolin បានបង្ហាញពីមុនគាត់អាចដឹងថាគាត់គឺជាគូប្រកួតដ៏ខ្លាំងពូកែជាការពិតណាស់គាត់មិនគិតថា Tangvolin អាចឈ្នះគាត់បានទេ
ជាពិសេសក្នុងការប្រកួតនេះគាត់បានប្រើពេលវេលាពីរដងច្រើនជាងគាត់ទោះបីជាគាត់អាចបញ្ចប់ការលុតដំព្រលឹងវិញ្ញាណបាននៅទីបញ្ចប់ក៏ដោយគុណភាពលោហៈរបស់គាត់ប្រកាសជាមិនល្អដូចរបស់គាត់ឡើយលើពីនេះពិន្ទុរបស់គាត់នឹងត្រូវកាត់បន្ថយយ៉ាងខ្លាំងដោយសារគាត់ចំណាយពេលយូរពេកជាមួយនឹងមនុស្សជាច្រើនកំពុងសម្លឹងមើលពួកគេវាមិនអាចទៅរួចទេដែលគាត់នឹងធ្វើសកម្មភាពដោយគ្មានភាពអៀនខ្មាសទោះជាយ៉ាងណាក៏ដោយនៅពេលដែលគាត់បានឃើញការបង្ហាញសមត្ថភាពរបស់ខាងវូលីននៅចំពោះមុខគាត់បេះដូងរបស់គាត់ក៏ញ័រតិចប្រសិនបើនាងកំពុងបញ្ចូលជីវិតតាមរយៈការលុតដំព្រលឹងវិញ្ញាណនោះខាងវូលីនកំពុងកោះហៅជីវិតគាត់មិនបានបញ្ចូលជីវិតដោយផ្ទាល់ទៅក្នុង Spawn Q ដោយការបញ្ចូលធម៌ពលព្រលឹងរបស់គាត់តាមរយៈការលុតដំឡើយផ្ទុយទៅវិញគាត់បានប្រើធម៌ពលបន្តិចបន្តួចដែលមានវត្តមានក្នុងអំឡុងពេលដំណើរការចម្រាញ់ពាន់ដងដើម្បីដាស់ Spawn Q ឲ្យភ្ញាក់ឡើងបន្តិចម្ដងមានវិធីជាច្រើនដើម្បីធ្វើការលុតដំព្រលឹងវិញ្ញាណវិធីសាស្ត្រដែលគាត់កំពុងប្រើប្រាស់នៅពេលនេះគឺជាវិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្ត្រដែលពិបាកបំផុតទោះជាយ៉ាងណាក៏ដោយនៅពេលដែលលោហៈធាតុមួយត្រូវបានលុតដំព្រលឹងវិញ្ញាណតាមរយៈវិធីសាស្ត្រនេះវានឹងមានធម៌ពលខ្លាំងក្លាបំផុតហើយជាមួយគ្នានោះវានឹងទទួលបានភាពវៃឆ្លាតខ្ពស់បំផុតប៉ុន្តែវិធីសាស្ត្រនេះតម្រូវឲ្យមានការគ្រប់គ្រងពីធម៌ពលព្រលឹងដ៏ខ្លាំងក្លាជាងដៃនឹងត្រូវបញ្ចូលធម៌ពលជីវិតទៅក្នុងលោហៈដែលលុតដំព្រលឹងវិញ្ញាណនោះជាបន្តបន្ទាប់ព្រលឹងក្បាច់គុណរបស់ពួកគេត្រូវតែជាអ្វីដែលទាក់ទងនឹងធម៌ពលជីវិតបើមិនដូច្នេះទេពួកគេនឹងមិនអាចអនុវត្តសមិទ្ធផលបែបនេះបានឡើយ Soul Master ភាគច្រើននឹងមិនអាចធ្វើរឿងនេះបានទេលុះត្រាតែពួកគេសុខចិត្តចំណាយធម៌ពលជីវិតផ្ទាល់ខ្លួនរបស់ពួកគេជាធម្មតាប្រសិនបើ Lin Yuhan អាចកត់សម្គាល់ការពិតនេះបាននោះចាងគង់យ៉ានក៏នឹងកត់សម្គាល់វាបានដូចគ្នាចិញ្ចាំរបស់គាត់បានជ្រួញចូលគ្នាខណៈដែលគាត់សង្កេតមើលខាង Bolin លុតដោះវិធីសាស្ត្រដែលខាង Bolin បានជ្រើសរើសគឺពិបាកជាងគួរឲ្យកត់សម្គាល់ដូច្នេះវាពិតជាពិបាកសម្រាប់គាត់ក្នុងការជោគជ័យគាត់មានមូលដ្ឋានវឹកហាត់ត្រឹមតែកងព្រលឹង3ប៉ុណ្ណោះតែគាត់អាចទ្រាំទ្របានដែរឬទេទោះជាយ៉ាងណាក៏ដោយពួកគេបានកត់សម្គាល់យ៉ាងឆាប់រហ័សថាធម៌ពលព្រលឹងរបស់ខាង Bolin ហាក់ដូចជាមានកម្លាំងខ្លាំងអស្ចារ្យហើយមិនចេះរីងស្ងួតខណៈដែលគាត់បន្តជំរុញទៅមុខការលុតតម្រុះគាត់មិនបានរងផលប៉ះពាល់បន្តិចណាសោះឡើយបន្ទាប់ពី90នាទីបានកន្លងផុតទៅញញូររបស់ខាង Bolin ក៏បានវាយចុះក្រោមយ៉ាងលឿននៅពេលដែលគាត់ដកដង្ហើមសម្លេងរំញោដ៏ច្បាស់លាស់និងរំភើបមួយបានបន្លឺឡើងពីក្នុង Spawn Q វាជាសម្លេងនៃក្តីរីករាយដូចជាសម្លេងដែលក្មេងទើបភ្ញាក់ពីគេងធម៌ពលជីវិតដ៏ខ្លាំងក្លានោះក៏បានប្រែក្លាយទៅជាពន្លឺពណ៌ខៀវហើយបានចូលទៅក្នុងខ្លួនរបស់ខាង Bolin ការឆ្លើយតបនៃជីវិតការលុតដំព្រលឹងវិញ្ញាណបង្កើតជីវិតទាំងនេះគឺជាលក្ខណៈសម្បត្តិពិសេសដែលអាចសម្រេចបានតែដោយអ្នកដែលមានការលុតដំព្រលឹងវិញ្ញាណកម្រិតខ្ពស់បំផុតប៉ុណ្ណោះតើការលុតដំព្រលឹងវិញ្ញាណរបស់គាត់បានឈានដល់កម្រិតខ្ពស់បែបនេះហើយឬសម្លេងហូបកញ្ជ្រៀវនិងហួចបានលាន់ឮពេញសាលទាំងមូលភ្លាមស្នាមញញឹមស្រាលមួយក៏បានលេចឡើងនៅលើផ្ទៃមុខរបស់ខាង Bolin ទោះបីជាធម៌ពលព្រលឹងរបស់គាត់នៅតែឆ្ងាយពីឋានៈទី40បន្ទាប់ពីវឹកហាត់អស់រយៈពេលជាយូរមកហើយក៏ដោយគាត់មានគុណសម្បត្តិដោយសារតែត្រូវបានផ្ដល់ឲ្យនូវធម៌ពលព្រលឹងនិងការស៊ូទ្រាំដ៏ខ្លាំងក្លានេះអាចទៅរួចដោយសារតែគាត់ស្ថិតនៅក្រោមឥទ្ធិពលនៃវិធីសាស្ត្រមេឃអាចកំបាំងនិងខ្សែឈាមផ្ទាល់ខ្លួនរបស់គាត់ការរួមបញ្ចូលគ្នានៃកត្តាទាំងនេះបានផ្ដល់ឲ្យគាត់នូវការយល់ដឹងយ៉ាងស៊ីជម្រៅអំពីជីវិតគាត់មិនបានចំណាយពិន្ទុរួមចំណែករបស់គាត់នៅក្នុងកន្លែងហ្វឹកហាត់ពិសេសដោយឥតប្រយោជន៍ឡើយរាល់ថ្ងៃដែលគាត់នៅទីនោះគាត់នឹងមានអារម្មណ៍ថាមានកម្លាំងជីវិតដែលមាននៅក្នុងរុក្ខជាតិដែលផ្ដល់ឲ្យគាត់នូវការយល់ដឹងកាន់តែស៊ីជម្រៅអំពីវាគាត់បានបញ្ចូលទាំងអស់នោះទៅក្នុងការហ្វឹកហាត់ផ្ទាល់ខ្លួនរបស់គាត់និងការលុតតម្រុះគាត់ផងដែរដែលនាំឲ្យគាត់មានការរីកចម្រើនយ៉ាងលឿនក្នុងការលុតតម្រុះអត្រាជោគជ័យដែលគាត់មានជាមួយនឹងការលុតដំព្រលឹងវិញ្ញាណរបស់គាត់គឺលើសពីជាងដៃឋានៈទី5ភាគច្រើនគាត់ក៏បានសម្រេចការលុតដំព្រលឹងវិញ្ញាណបង្កើតជីវិតដែលជាអាចកែប្រែបានទោះជាយ៉ាងណាក៏ដោយវានឹងមិនអាចឆ្លងកាត់ការលុតដំព្រលឹងបានទេដោយសារតែវាមិនត្រូវបានបញ្ចប់ក្នុងពេលតែមួយប៉ុន្តែវានៅតែអាចលុតបញ្ចូលគ្នាបាននេះតែឯងបានធ្វើឲ្យតម្លៃនៃលោហៈធាតុដែលលុតដំព្រលឹងវិញ្ញាណបង្កើតជីវិតរបស់គាត់លើសពីតម្លៃនៃលោហៈធាតុដែលលុតដំព្រលឹងវិញ្ញាណធម្មតាទៅទៀតសម្លេងរំញោដ៏ទន់ភ្លន់នោះបានបន្តអស់រយៈពេល30វិនាទីមុនពេលដែលវាបានស្ងប់ស្ងាត់បន្តិចម្ដងទោះបីជា Spawn Q ដែលលុតដំព្រលឹងវិញ្ញាណនេះមិនភ្លឺចែងចាំងដោយរបស់ Lin Yuhan ក៏ដោយក៏វាមានលក្ខណៈថ្លាស្រាលនិងមានពន្លឺភ្លឹបភ្លែតជាចង្វាក់នៅខាងក្នុងវាមានចលនាដូចជាបេះដូងមនុស្សដែលនៅតែលោតមាត់របស់ Lin Yuhan បានបើកចំហទោះបីជានៅមានការមិនពេញចិត្តនៅក្នុងភ្នែករបស់គាត់ក៏ដោយក៏គាត់បានទប់មាត់របស់គាត់ចិនហួរបានញញឹមហើយដើរទៅក្បែរខាង Bolin រួចលើក Spawn Q ដែលលុតដំព្រលឹងវិញ្ញាណនោះឡើងមិនអាក្រក់ទេអ្នកបានរីកចម្រើនហើយខាង Bolin បានញញឹមរួចគាត់ក៏អង្គុយពេនភ្នែកនៅលើឥដ្ឋបិទភ្នែកហើយសម្រាប់វិញ្ញាណរបស់គាត់ការលុតដំជាបន្តបន្ទាប់អស់រយៈពេលជាង1ម៉ោងបានធ្វើឲ្យធម៌ពលវិញ្ញាណនិងធម៌ពលព្រលឹងរបស់គាត់ចុះខ្សោយយ៉ាងខ្លាំងបងចាងគង់តែយើងគួរវិនិច្ឆ័យរឿងនេះយ៉ាងដូចម្ដេចចិនហួរបានសួរចាងគង់យ៉ាងបានឆ្លើយតបយ៉ាងត្រង់ថាពួកវាមានកម្រិតខុសគ្នាពួកអ្នកឈ្នះជុំនេះហើយក្រសែភ្នែករបស់គាត់មើលទៅស្រងូតស្រងាត់បន្តិចគាត់ធ្លាប់មានទំនុកចិត្តយ៉ាងខ្លាំងក្នុងការឈ្នះជុំនេះប៉ុន្តែអ្វីដែលកើតឡើងគឺផ្ទុយស្រឡះដោយដែលគាត់បាននិយាយលោហៈធាតុដែលលុតដំទាំងពីរមានកម្រិតខុសគ្នាទាំងពីរបានឆ្លងកាត់ដំណើរការលុតដំព្រលឹងវិញ្ញាណប៉ុន្តែការបញ្ចូលជីវិតនិងការចិញ្ចឹមជីវិតគឺជាអ្វីដែលខុសគ្នាខ្លាំងណាស់ការលុតដំព្រលឹងវិញ្ញាណបង្កើតជីវិតគឺជាកម្រិតខ្ពស់បំផុតដែលនរណាម្នាក់អាចសង្ឃឹមថានឹងសម្រេចបានក្នុងការលុតដំព្រលឹងវិញ្ញាណលោហៈធាតុនិយាយឲ្យត្រង់ទៅសូម្បីតែគាត់ក៏មិនអាចសម្រេចការលុតដំព្រលឹងវិញ្ញាណបង្កើតជីវិតបានដែរទុកឲ្យ Lin Yuhan ទៅទៀតនេះមិនមែនដោយសារមូលដ្ឋានវឹកហាត់ឬសមត្ថភាពលុតដំរបស់នរណាម្នាក់នោះទេផ្ទុយទៅវិញវាគឺជាបញ្ហាដែលទាក់ទងនឹងលក្ខណៈសម្បត្តិដែលព្រលឹងក្បាច់គុណរបស់នរណាម្នាក់មានប្រសិនបើព្រលឹងក្បាច់គុណរបស់នរណាម្នាក់មិនមានសមត្ថភាពបង្កើតជីវិតទេវានឹងមិនអាចទៅរួចទេសម្រាប់អ្នកនោះក្នុងការសម្រេចកម្រិតខ្ពស់បំផុតនៃការលុតដំព្រលឹងវិញ្ញាណ
ទោះជាយ៉ាងណាក៏ដោយចិនហួរបានក្រវិកក្បាលហើយនិយាយថាទេគឺពួកយើងទេដែលចាញ់ទោះបីជាគុណភាពនៃការលុតដំព្រលឹងវិញ្ញាណរបស់ខាងវូលីនល្អជាងក៏ដោយក៏សិស្សរបស់អ្នកបានប្រើពេលវេលាតិចជាងគួរឲ្យកត់សម្គាល់ដើម្បីបញ្ចប់ការលុតដំព្រលឹងវិញ្ញាណរបស់គាត់វាពិតជាល្អប្រសើរជាងលោហៈធាតុដែលលុតដំបញ្ចូលគ្នាធម្មតាប្រសិនបើយើងវិនិច្ឆ័យប្រសិទ្ធភាពវានឹងពិបាកសម្រាប់វាដើម្បីលើសពីមុខងារជាក់ស្ដែងនៃលោហៈធាតុរបស់សិស្សរបស់អ្នកលុះត្រាតែខាងវូលីនអាចរកលោហៈធាតុដែលលុតដំព្រលឹងវិញ្ញាណដែលមានគុណភាពស្រដៀងគ្នាជាមួយនឹងស្ពាន់ Q នេះដើម្បីអនុវត្តការលុតដំបញ្ចូលគ្នាគាត់ក៏បានប្រើពេលវេលាច្រើនជាង3ដងផងដែរដើម្បីវិនិច្ឆ័យដោយយុត្តិធម៌ការអនុវត្តរបស់វូលីនគឺអន់ជាងបន្តិចចាងកុងយ៉ានមានការភ្ញាក់ផ្អើលប៉ុន្តែយូហានមានគុណសម្បត្តិនៃញញួររបស់គាត់ក្នុងការលុតដំស្ពាន់ Q ចេនហួរបានញញឹមភាគីនីមួយត្រូវបានផ្ដល់ឱកាសឲ្យជ្រើសរើសលោហៈធាតុវាជារឿងធម្មតាទេក្នុងការជ្រើសរើសមួយដែលអំណោយផលដល់ភាគីខ្លួនខ្ញុំជឿថាវូលីនក៏នឹងធ្វើការជ្រើសរើសបែបនេះនៅក្នុងជុំទី2ផងដែរអ្នកបានឈ្នះជុំទី1ហើយជុំទី2នឹងចាប់ផ្ដើមបន្ទាប់ពី10នាទីតោះត្រៀមខ្លួនភ្នែករបស់ចាងកុងយ៉ានបានភ្លឺឡើងឥឡូវនេះក្រសែភ្នែករបស់គាត់ដែលសម្លឹងមើលចេនហួរលែងមុតស្រួចដូចមុនទៀតហើយចេនហួរបានផ្ដល់កិត្តិយសដល់គាត់យ៉ាងច្រើនរួចទៅហើយពិភពនៃការលុតដំមានសំណុំច្បាប់ផ្ទាល់ខ្លួនរបស់វានៅពេលវិនិច្ឆ័យប្រសិទ្ធភាពនៃការចម្រាញ់នៅក្នុងលោហៈធាតុទោះបីជាលោហៈធាតុដែលលុតដំព្រលឹងវិញ្ញាណរបស់លីនយូហានល្អប្រសើរជាងនៅក្នុងមុខងារជាក់ស្ដែងរបស់វាក៏ដោយលទ្ធផលនៅតែមានកម្រិតខុសគ្នាខ្លាំងណាស់និយាយឲ្យតឹងរឹងគាត់នឹងមិនអាចឈ្នះបានឡើយមិនថាមានរឿងអ្វីកើតឡើងនោះទេទោះជាយ៉ាងណាក៏ដោយដោយសារតែចេនហួរបាននិយាយបែបនោះគាត់ក៏មិនបានបដិសេធគាត់ឡើយគាត់ចង់ឈ្នះជុំទី1ខ្លាំងពេកម្យ៉ាងវិញទៀតចេនហួរបាននិយាយថាភាគីទាំងពីរនឹងសម្រាប់ត្រឹមតែ10នាទីប៉ុន្តែខាងវូលីនពិតជាបានចំណាយថាមពលច្រើនជាងក្នុងអំឡុងពេលដំណើរការលុតដំពីមុនតើគាត់អាចស្ដារថាមពលព្រលឹងនិងថាមពលវិញ្ញាណបានប៉ុន្មានក្នុងរយៈពេលត្រឹមតែ10នាទីទោះបីជាគាត់ជ្រើសរើសលោហៈធាតុដែលគាត់ធ្លាប់ស្គាល់នៅក្នុងជុំទី2ក៏ដោយលទ្ធផលនឹងនៅតែដដែលគាត់នឹងមិនមានគុណសម្បត្តិច្រើនទេហើយភាពខុសគ្នានៃថាមពលព្រលឹងអាចបណ្ដាលឲ្យមានភាពស្មុគស្មាញមួយចំនួនក្នុងការចម្រាញ់លោហៈធាតុទី2យូហាននៅតែមានឱកាសខ្ពស់ក្នុងការឈ្នះទោះបីជាគាត់ដឹងថាភាគីម្ខាងទៀតមិនចង់ទទួលបានគុណសម្បត្តិដោយមធ្យោបាយមិនយុត្តិធម៌ក៏ដោយចាងកុងយ៉ាននៅតែលួចកោតសរសើរចេនហួរដោយដែលបានរំពឹងទុកពីប្រធានសមាគមជើងដែកគាត់ពិតជាមានចិត្តទូលាយណាស់10នាទីក្រោយមកជុំទី2ក៏បានចាប់ផ្ដើមខ្ញុំជ្រើសរើសប្រាក់ធ្ងន់ខាងវូលីនបានធ្វើការសម្រេចចិត្តដោយមិនស្ទាក់ស្ទើរគាត់មិនបានជ្រើសរើសលោហៈធាតុដ៏កម្រដែលមានគុណភាពខ្ពស់ដោយដែលលីនយូហាននិងចាងកុងយ៉ានបានស្រមៃនោះទេផ្ទុយទៅវិញគាត់បានជ្រើសរើសប្រាក់ធ្ងន់ធម្មតាលក្ខណៈសម្បត្តិពិសេសនៃប្រាក់ធ្ងន់គឺសាមញ្ញហើយវាគឺជាលោហៈធាតុដែលត្រូវបានប្រើប្រាស់ជាទូទៅបំផុតដែលជាងដែកម្នាក់នឹងប្រើប្រាស់នៅពេលពួកគេចាប់ផ្ដើមដំណើរជាងដែករបស់ពួកគេគ្មាននរណាម្នាក់មិនស្គាល់ប្រាក់ធ្ងន់នោះទេគាត់បានជ្រើសរើសប្រាក់ធ្ងន់តើវាដើម្បីធ្វើឲ្យគាត់ងាយស្រួលក្នុងការលុតដំព្រលឹងវិញ្ញាណឬវាមិនអាចទៅរួចទេសម្រាប់គាត់ក្នុងការសម្រេចការលុតដំព្រលឹងវិញ្ញាណបង្កើតជីវិតមួយទៀតនៅក្នុងជុំនេះលីនយូហានបានគិតក្នុងចិត្តវាពិតជាពិបាកខ្លាំងណាស់ក្នុងការសម្រេចការលុតដំព្រលឹងវិញ្ញាណបង្កើតជីវិតពីរជាប់គ្នាប្រាក់ធ្ងន់បានឆេះខណៈដែលលីនយូហានសម្លឹងមើលក្មេងប្រុសជំទង់នៅពីមុខគាត់ដោយស្ងៀមស្ងាត់ខាងវូលីនបានកត់សម្គាល់ក្រសែភ្នែករបស់គាត់ហើយបានញញឹមដាក់គាត់ស្នាមញញឹមរបស់គាត់ក្នុងការសម្រេចលោហៈធាតុដែលលុតដំព្រលឹងវិញ្ញាណបង្កើតជីវិតពីរជាប់គ្នាប្រាក់ធ្ងន់បានឆេះខណៈដែលលីនយូហានសម្លឹងមើលក្មេងប្រុសជំទង់នៅពីមុខគាត់ដោយស្ងៀមស្ងាត់ខាងវូលីនបានកត់សម្គាល់ក្រសែភ្នែករបស់គាត់ហើយបានញញឹមដាក់គាត់ស្នាមញញឹមរបស់គាត់គឺកក់ក្ដៅនិងបរិសុទ្ធបេះដូងរបស់លីនយូហានបានរំជួលចិត្តបន្តិចហើយគាត់ក៏បានឱនក្បាលចុះភ្លាមពួកគេចិត្តនឹងចាប់ផ្ដើមលុតដំហើយគាត់មិនអាចអនុញ្ញាតឲ្យអារម្មណ៍របស់គាត់រំជើបរំជួលតាមរបៀបណាមួយបានឡើយសម្រាប់ជាងដែកការផ្ដោតអារម្មណ៍របស់ពួកគេគឺសំខាន់បំផុតការដុតរំងាស់បានបញ្ចប់ហើយដុំប្រាក់ធ្ងន់ទាំងពីរក៏បានងើបឡើងបន្តិចម្ដងលីនយូហានបានដកដង្ហើមវែងដោយពីមុនញញួរខាងឆ្វេងរបស់គាត់បានវាយទៅលើលោហៈធាតុដោយស្ងៀមស្ងាត់ប្រាក់ធ្ងន់ឬវានឹងមិនមែនជាបញ្ហាសម្រាប់គាត់ក្នុងការលុតដំព្រលឹងវិញ្ញាណនេះទេលើសពីអ្វីទាំងអស់គាត់ចង់ដឹងថាតើគាត់អាចលុតដំព្រលឹងវិញ្ញាណបានជោគជ័យឬអត់ញញួរខាងឆ្វេងរបស់គាត់ទើបតែប៉ះប្រាក់ធ្ងន់នៅពេលដែលសម្លេងទ្រហឹមមួយបានលាន់ឮពីម្ខាងទៀតលីនយីហានក៏បានងើបមុខឡើងដោយមិនដឹងខ្លួនហើយសម្លឹងមើលការរីកចម្រើនរបស់ខាងវូលីននាងគិតក្នុងចិត្តថាគាត់ពិតជាចាប់ផ្ដើមលុតដៃភ្លាមដោយមិនបានសាកល្បងវាជាមុនសោះភាពភ្ញាក់ផ្អើលបានផុសឡើងក្នុងចិត្តរបស់នាងវាជាការពិតខាងវូលីនបានចាប់ផ្ដើមការលុតដំព្រលឹងដោយគ្មានបច្ចេកទេសត្រៀមលក្ខណៈអ្វីទាំងអស់គាត់បានវាយប្រាក់ធ្ងន់យ៉ាងខ្លាំងភ្លាមដោយញញួរដែលគាត់កាន់នៅដៃស្ដាំបន្ទាប់មកគាត់បានបង្វិលខ្លួនហើយញញួរមួយទៀតនៅដៃឆ្វេងរបស់គាត់ក៏បានវាយចុះមកទោះបីជាគាត់មិនលឿនដូចពេលដែលគាត់លុតស្ពាន់ខៀវពីមុនក៏ដោយក៏ការវាយនីមួយកាន់តែខ្លាំងឡើងដោយប្រើដៃឆ្វេងរបស់គាត់ជាអខ្លួនរបស់គាត់មិនបានឈប់បង្វិលឡើយរាល់ពេលបង្វិលញញួរទាំងពីរនឹងវាយចុះមកដូចជាភ្លៀងផ្កាយមុនពេលគាត់បង្វិលខ្លួនម្ដងទៀតដោយប្រើកម្លាំងពីការលុតត្រឡប់មកវិញជាជំនួយភាពភ័យខ្លាចមួយរំពេចបានលេចឡើងក្នុងភ្នែករបស់ឆាងកុងយ៉ានតើវាអាចជាញញួរខ្យល់បក់បំបែកភាពវឹកវរវាប្រហែលជាញញួរខ្យល់បក់បំបែកភាពវឹកវររបស់ប៉ាក់ថាំងហើយពន្លឺចែងចាំងមួយបានបាញ់ចេញពីប្រាក់ធ្ងន់បន្ទាប់ពីញញួរទាំងពីរបានវាយដែកនោះចំនួន7ដងដែលបានបញ្ចប់ការចម្រាញ់100ដងខាងវូលីនមិនបានឈប់លុតដែកឡើយហេតុផលដែលញញួរខ្យល់បក់បំបែកភាពវឹកវរគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺថាការវាយនីមួយនឹងកាន់តែខ្លាំងឡើងនេះអាចធ្វើទៅបានតាមរយៈការប្រើប្រាស់កម្លាំងលោកត្រឡប់មកវិញពីការវាយដែលបានធ្វើពីមុនដោយសារការវាយនីមួយខ្លាំងជាងលើកមុន
នេះពិតជាវិធីសាស្ត្រលុតដៃដ៏មានឥទ្ធិពលនិងរឹងមាំបំផុតមួយដុំប្រាក់ធ្ងន់នោះបានលោតចុះឡើងខណៈពេលដែលខាងវ៉ូលីនកំពុងលុតវាមិនត្រឹមតែវាមិនត្រូវបានខូចខាតដោយដំណើរការលុតដែកនោះទេពន្លឺប្រាក់នៅលើវាក៏កាន់តែខ្លាំងឡើងពន្លឺប្រាក់មួយបានបាញ់ឡើងលើមេឃខណៈដែលញញួរទាំងពីរបានវាយចុះចំនួន16ដងពន្លឺនោះមានកម្ពស់6 ហ្វីតហើយសំឡេងគ្រហឹមរបស់នាគតិចអាចឮចេញពីប្រាក់ដ៏ភ្លឺចែងចាំងនោះតើវាជាអ្វីទៅទន្ទឹមនឹងនេះលីនយីហានដែលកំពុងលុតដៃទល់មុខគាត់ទើបតែបានបញ្ចប់ការលុតដៃចម្រាញ់រយដងរបស់នាងនៅពេលនោះកងព្រលឹងមាសពីរបានផុសឡើងពីក្រោមជើងរបស់ខាងវ៉ូលីនមិនយូរប៉ុន្មានសំឡេងក្រហមរបស់នាគបានបន្លឺចេញពីខ្លួនរបស់គាត់ហើយបានបន្លឺឡើងជាមួយសំឡេងក្រហមរបស់នាគតិចដែលបានលេចចេញពីប្រាក់ធ្ងន់ពីមុនរលកឈាមដ៏បរិបូរណ៍មួយក៏បានបញ្ចេញចេញពីខ្លួនរបស់ខាងវ៉ូលីនដោយមិនដឹងខ្លួនហើយវាបានចូលទៅក្នុងញញួរប្រាក់ធ្ងន់ដែលលុតដំព្រលឹងរបស់គាត់រំពេចនោះញញួររបស់គាត់បានប្រែទៅជាពណ៌មាសស្រាបញញួរខ្យល់បក់បំបែកភាពវឹកវរមិនបានឈប់ត្រឹមនោះទេខាងវ៉ូលីនបានបន្តលុតដែកហើយបានវាយចុះដោយញញួររបស់គាត់សម្រាប់ការវាយលើកទី17ការវាយទាំងនោះកាន់តែធ្ងន់ទៅហើយរាល់ការវាយនីមួយមានថាមពលស្ទើរតែឈួតលីលាទន្ទឹមនឹងនេះសំឡេងក្រហមរបស់នាគដ៏ក្តៅកគុកអាចលឺលាយឡំជាមួយនឹងការវាយនីមួយទីបំផុតជាងដែកនៅជុំវិញនោះគ្មាននរណាម្នាក់អាចបែងចែកបានឡើយថាតើសំឡេងក្រហមរបស់នាគដែលបន្លឺឡើងនោះគឺចេញពីខាងវ៉ូលីនឬចេញពីប្រាក់ធ្ងន់ចម្រាញ់ពាន់ដងនោះទេវាពិតជាខ្លាំងពេកហើយសង្កេតមើលឲ្យបានដិតដល់ជាងដែកមួយចំនួនបានកត់សម្គាល់ឃើញថាវេទិកាលុតដែកដែលខាងវ៉ូលីនកំពុងប្រើប្រាស់បានលេចចូលទៅក្នុងកម្រាលឈើបន្តិចនេះច្បាស់ជាបណ្ដាលមកពីការបង្ហាញកម្លាំងដ៏គួរឲ្យខ្លាចដែលគាត់កំពុងបញ្ចេញគាត់បានបន្តលុតដែកជាមួយនឹងការវាយលើកទី33សំឡេងក្រហមរបស់នាគដ៏ក្តៅកគុកក៏បានបំពេញសាលធំទាំងមូលហើយនាគតូចមួយបានលេចចេញពីដុំប្រាក់ធ្ងន់មុនពេលវាស្ទុះទៅរកខាងវ៉ូលីនយ៉ាងសាហាវការលេបត្របាក់ព្រលឹងនេះគឺជាស្ថានភាពដ៏កម្របំផុតដែលជួនកាលកើតឡើងក្នុងអំឡុងពេលដំណើរការលុតដែកគាត់កំពុងធ្វើការលុតដំព្រលឹងបង្កើតហើយដោយអចេតនាបានបណ្ដាលឲ្យកំណើតនៃវិញ្ញាណអាក្រក់មួយទោះជាយ៉ាងណាក៏ដោយវិញ្ញាណអាក្រក់នោះមិនមែនជាវិញ្ញាណអាក្រក់ពិតប្រាកដនោះទេផ្ទុយទៅវិញវាបានបញ្ចូលលោហៈធាតុដែលលុតដំព្រលឹងនោះជាមួយនឹងសមត្ថភាពវាយលុកកាន់តែខ្លាំងវាជាការល្អបំផុតប្រសិនបើការលុតដំព្រលឹងអាក្រក់កើតឡើងចំពោះអាវុធវាយលុកទោះជាយ៉ាងណាក៏ដោយ probability នៃការកើតឡើងបែបនេះគឺទាបជាងការលុតដំព្រលឹងបង្កើតទៅទៀតលើសពីនេះមានលទ្ធភាពដែលការលេចចេញនៃវិញ្ញាណអាក្រក់អាចបង្កគ្រោះថ្នាក់ដល់ជាងដែកដែលធ្វើឲ្យការលុតដំព្រលឹងត្រូវផ្អាកនិងខ្ជះខ្ជាយការខិតខំប្រឹងប្រែងរួមជាមួយនឹងការរីកចម្រើនដែលបានធ្វើរំពេចនោះស្រកាមាសនៅលើខ្លួនរបស់ខាងវ៉ូលីនបានភ្លឺចែងចាំងយ៉ាងត្រចះត្រចង់បណ្ដាលឲ្យនាគតូចនោះបញ្ចេញសំឡេងធ្ងរដ៏ក្រៀមក្រំខណៈដែលវាបានស្ទុះទៅលើខ្លួនរបស់ខាងវ៉ូលីនមុនពេលវាលោតត្រឡប់ចូលទៅក្នុងប្រាក់ធ្ងន់វិញនៅពេលនេះខ្លួនរបស់ខាងវ៉ូលីនបានបញ្ចេញពន្លឺដ៏ខ្លាំងក្លាស្រដៀងនឹងលោហៈធាតុប្រាក់ដែលធ្វើឲ្យវាមើលទៅដូចជាកញ្ចក់គាត់លែងបង្វិលខ្លួនទៀតហើយខាងវ៉ូលីនបានលើកញញួរទាំងពីររបស់គាត់ខ្ពស់រហូតដល់គាត់បង្កើតជាធ្នូខណៈដែលគាត់បានអោនខ្លួនផ្នែកខាងលើរបស់គាត់ទៅក្រោយបន្ទាប់មកគាត់បានវាយញញួរទាំងពីររបស់គាត់យ៉ាងខ្លាំងទៅលើប្រាក់ធ្ងន់សំឡេងក្រហមរបស់នាគលើកនេះគឺទាំងសោកសៅនិងខ្លាំងខ្លាចនាគប្រាក់បានលេចឡើងម្ដងទៀតប៉ុន្តែជំនួសឲ្យការស្ទុះទៅរកខាងវ៉ូលីនវាបានហោះព័ទ្ធជុំវិញដុំប្រាក់ធ្ងន់នោះនៅពេលពន្លឺចុងក្រោយបានភ្លឺនៅលើដៃទាំងពីររបស់ខាងវ៉ូលីនគាត់ក៏បានដាក់ញញួរប្រាក់ធ្ងន់ដែលលុតដុំព្រលឹងទាំងពីររបស់គាត់ចុះក្នុងពេលតែមួយខ្លួនរបស់គាត់ញ័រដែលបណ្ដាលឲ្យគាត់ស្ទើរតែដួលទោះជាយ៉ាងណាក៏ដោយគូយើបានមកដល់ក្បែរគាត់ទាន់ពេលដើម្បីជួយគាត់ឲ្យអង្គុយចុះនៅកន្លែងដដែលខ្ញុំសំណាងណាស់ដែលបានញ៉ាំអាហារឆ្ងាញ់នៅពេលរសៀលនេះគឺជាគំនិតតែមួយគត់ដែលកំពុងវិលវល់ក្នុងចិត្តរបស់ខាងវ៉ូលីននៅពេលនេះភាពតានតឹងដែលដាក់លើខ្លួនរបស់គាត់ពីការលុតដែកពីរជាប់គ្នាជាមួយនឹងការលុតដុំព្រលឹងគឺខ្លាំងពេកសម្រាប់គាត់ច្បាស់ជាមិនមានថាមពលព្រលឹងគ្រប់គ្រាន់ទេដូច្នេះគាត់បានជ្រើសរើសវិធីសាស្ត្រដែលនឹងបញ្ចប់ប្រាក់ធ្ងន់បានលឿនបំផុតទាន់ដែរគាត់បានប្រើឈាមរបស់គាត់ជំនួសថាមពលព្រលឹងរបស់គាត់ដើម្បីបន្តជំរុញការលុតដុំព្រលឹងទោះបីជានេះស្ដាប់ទៅសាមញ្ញក៏ដោយក៏ការអស់ឈាមដ៏ច្រើនសន្ធឹកសន្ធាប់បានធ្វើឲ្យខាងវ៉ូលីនមានអារម្មណ៍ថាខ្លួនគាត់ត្រូវបានច្របាច់យកអស់សំណាងល្អវត្ថុធាតុវិញ្ញាណដ៏មានតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ដែលគាត់បានលេបពីមុនបានបង្ហាញប្រសិទ្ធភាពរបស់វាអំឡុងពេលនោះហើយជារបៀបដែលគាត់អាចបញ្ចប់ការវាយចំនួន33ដងជាមួយនឹងញញួរខ្យល់បក់បំបែកភាពវឹកវរដោយពេលអ្វីដែលបានបង្ហាញនៅទីនេះទោះជាយ៉ាងណាក៏ដោយដំណើរការលុតដុំព្រលឹងពីមុនមិនត្រឹមតែទាមទារកម្លាំងដ៏អស្ចារ្យប៉ុណ្ណោះទេវាក៏ទាមទារការគ្រប់គ្រងកម្លាំងនោះផងដែរគាត់ត្រូវតែជំរុញប្រាក់ធ្ងន់ឲ្យបានគ្រប់គ្រាន់ហើយទោះជាយ៉ាងណាក៏ដោយគាត់មិនអាចធ្វើឲ្យវាខូចខាតសូម្បីតែបន្តិចបន្តួចឡើយមនុស្សម្នាក់អាចស្រមៃមើលបានថាតើគាត់បានដាក់ការខិតខំប្រឹងប្រែងប៉ុណ្ណាទៅក្នុងរឿងនេះចាប់តាំងពីការចាប់ផ្ដើមនៃការប្រកួតខាងវ៉ូលីនមានការបដិញ្ញាចិត្តគាត់បដិញ្ញាចិត្តថានឹងនាំកិត្តិយសដល់សមាគមជាងដែកមិនថាមានរឿងអ្វីកើតឡើងនោះទេគ្រប់ពេលនេះចិនហួរបានបង្រៀនគាត់នៅទស្សនវិជ្ជាផ្សេងនៃការងារជាងដែកនិងបានគាំទ្រគាត់តាក់ទងនឹងធនធានផ្សេងដែលគាត់ត្រូវការនេះតែងតែស្ថិតនៅក្នុងចិត្តរបស់ខាងវ៉ូលីនដូច្នេះនៅពេលដែលគាត់មានឱកាសសងគុណលោកគ្រូពូរបស់គាត់ពិតជានឹងលះបង់អ្វីទាំងអស់ដែលគាត់មានការលុតដំព្រលឹងទាំងពីររបស់គាត់ពិតជាបានឈានដល់កម្រិតកម្ពស់នៃអ្វីដែលមនុស្សម្នាក់អាចសង្ឃឹមថានឹងសម្រេចបាននៅពេលលុតដំព្រលឹងការសម្រេចបាននៃការលុតដំព្រលឹងបង្កើតឬការលុតដំព្រលឹងអាក្រក់នឹងធ្វើឲ្យមនុស្សម្នាក់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីក្លាយជាជាងដែកឋានៈទី6យ៉ាងណាមិញការសម្ដែងរបស់គាត់ពីមុនពិតជាបានធ្វើឲ្យខាងវ៉ូលីនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ឋានៈទី6ប្រសិនបើចិនហួរមិនបានស្នើសុំឲ្យគាត់លុតដែកបញ្ចូលគ្នានិងបញ្ចប់ការលុតដំព្រលឹងមួយទៀតដើម្បីក្លាយជាជាងដែកឋានៈទី6នោះទេប្រសិនបើគាត់ពិតជាបានក្លាយជាជាងដែកឋានៈទី6មែនគាត់នឹងក្លាយជាជាងដែកឋានៈ
ទី6ក្មេងជាងគេក្នុងប្រវត្តិសាស្ត្រ Lin Yihan បានឈប់លត់ដែកនាងមិនអាចទប់ចិត្តមិនឲ្យមើលបានឡើយនៅពេលដែលសម្លេងក្រហមរបស់នាងបានបំពេញបន្ទប់ទាំងមូលការសម្លឹងមើលមុខគាត់នោះហើយដែលបានបញ្ឈប់នាងពីការប្រាញ់ញ័រលត់ដែករបស់នាងនៅក្នុងជុំទី1នាងបានលត់ដំប្រលឹងយ៉ាងលឿនបំផុតខណៈដែលខាង Valin យឺតយ៉ាវខ្លាំងដោយសារគាត់បានសម្រេចការលត់ដំប្រលឹងបង្កើតក្នុងជុំទី2ខាង Valin បានបង្ហាញនាងថាគាត់ពិតជាអាចលឿនជាងនាងទោះបីជាគាត់អាចធ្វើបែបនេះបានដោយសារគាត់ស្គាល់ប្រាក់ធ្ងន់ច្បាស់ក៏ដោយក៏ Lin Yihan ដឹងក្នុងចិត្តថានេះគឺជាអ្វីដែលនាងមិនអាចសម្រេចបានឡើយសម្លឹងមើលខាង Valin ដែលកំពុងអង្គុយពេនភ្នែន Lin Yihan ដឹងថានាងបានចាញ់ការប្រកួតទាំងស្រុងហើយនាងគឺជាជាងដៃឋានៈទី5ហើយបានដឹងជាយូរមកហើយថានាងគឺជាទេពកោសល្យក្នុងការលត់ដែកនាងមិនដែលនឹកស្មានថាមាននរណាម្នាក់ដែលមានអាយុប្រហាក់ប្រហែលនាងអាចលើសនាងបានឡើយទោះជាយ៉ាងណាក៏ដោយនាងមិនអាចធ្វើអ្វីបានក្រៅពីទទួលយកការពិតនោះទេព្រោះវាបានកើតឡើងរួចហើយឆាងគង់ចានក៏ភ្ញាក់ផ្អើលផងដែរគាត់បានស្ងាត់ស្ងៀមមួយសន្ទុះនៅពេលដែលគាត់សម្លឹងមើលដុំប្រាក់ធ្ងន់វិញ្ញាណអាក្រក់នោះលទ្ធផលនៃការប្រកួតគឺច្បាស់ណាស់សូម្បីតែជាងដៃឋានៈទី1ដែលមានចំណេះដឹងជាមូលដ្ឋានបំផុតក្នុងការងារជាងដែកក៏អាចប្រាប់អ្នកឈ្នះពីលទ្ធផលបានដែរទុកតែ Lin Yihan ដែលមិនទាន់បញ្ចប់ការលត់ដែកទី2របស់នាងផងឆាងគង់ចានបានញញឹមជូរចត់ហើយនិយាយថាយើងចាញ់ហើយជិនហួរបានញញឹមថ្នមហើយនិយាយថាតាមពិតយើងទើបតែឈ្នះដោយព្រៀបបន្តិចបន្តួចប៉ុណ្ណោះប្រសិនបើ Valin មិនបាននៅក្បែរខ្ញុំដោយចៃដន្យទេខ្ញុំក៏មិនអាចរកទេពកោសល្យវ័យក្មេងដែលអាចប្រឈមមុខនឹងសិស្សរបស់អ្នកបានដែរអ្នកត្រូវបានស្វាគមន៍ឲ្យចូលរួមជាមួយសមាគមជាងដែកប៉ុន្តែមិនមានកាតព្វកិច្ចអ្វីឡើយឆាងគង់ចានបានងក់ក្បាលយ៉ាងខ្លាំងនៅពេលនោះពន្លឺក្រហមឆ្អៅមួយបានហោះកាត់ក្បែរករបស់គាត់ដោយមិនអាចទាយទុកជាមុនបានហើយហាក់ដូចជាចេញពីកន្លែងណាពន្លឺក្រហមឆ្អៅនោះបានមកដល់មុខជិនហួរក្នុងរយៈពេលតែ1វិនាទីប៉ុណ្ណោះវាបានលេចឡើងលឿនពេកហើយមិនមានសញ្ញាណាមួយនៃការមកដល់របស់វាឡើយនៅពេលដែលមនុស្សម្នាក់ស្ថិតនៅលើមូលដ្ឋានវឹកហាត់ដែលជិនហួរស្ថិតនៅពួកគេជាធម្មតានឹងអាចដឹងពីគ្រោះថ្នាក់ភ្លាមទោះជាយ៉ាងណាក៏ដោយពន្លឺក្រហមឆ្អៅនេះបានលេចឡើងនៅចំពោះមុខគាត់មុនពេលគាត់អាចដឹងអ្វីទាំងអស់នៅពេលនោះពន្លឺប្រាក់មួយត្រូវបានគេឃើញហើយជិនហួរក៏បានបាត់ខ្លួនពីកន្លែងដែលគាត់នៅភ្លាមដូចជាពន្លឺក្រហមឆ្អៅបានលេចឡើងដែរបន្ទាប់មកពន្លឺក្រហមឆ្អៅនោះបានភ្លឺហើយបានបាញ់ចូលទៅក្នុងហ្វូងមនុស្សភ្លាមផលវិបាកនៃការវាយប្រហារដែលអាចគំរាមកំហែងដល់ Soul Master គ្រឿងសឹកប្រយុទ្ធ4ពាក្យនិងជាងដៃទេពដែលចូលទៅក្នុងហ្វូងមនុស្សគឺមិនអាចនឹកស្មានដល់ឡើយនៅពេលនោះដៃដ៏ធំសម្បើមមួយបានលេចចេញពីកន្លែងណាមិនដឹងហើយចាប់យកពន្លឺក្រហមឆ្អៅនោះពេលនោះមាននរណាម្នាក់បានកត់សម្គាល់ឃើញថាពន្លឺក្រហមឆ្អៅនោះតាមពិតគឺជាដាវក្រហមឆ្អៅស្ដើងមួយភ្លាមនៅពេលដែលដៃដ៏ធំនោះប៉ះវាដាវក៏ត្រូវបានដកថយភ្លាមបាត់ខ្លួនយ៉ាងលឿនដោយមិនបានបង្ហាញខ្លួនពេញលេញឡើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺជូស៊ីគឺជាអ្នកដែលបានបញ្ឈប់ពន្លឺក្រហមឆ្អៅនោះគាត់បានសើចច្មោករួចក៏បញ្ចេញពន្លឺហើយបាត់ខ្លួនពីកន្លែងដែលគាត់ឈរដើម្បីដេញតាមសត្រូវឥរិយាបថដ៏កក្លឿនមួយបានលេចឡើងភ្លាមខណៈដែលពន្លឺក្រហមភ្លឺចែងចាំងបានផុសចេញពីរាងកាយរបស់ជេនហួរអូរ៉ាទប់ស្កាត់ដ៏ខ្លាំងក្លារបស់គាត់បានគ្របដណ្ដប់លើតំបន់ទាំងមូលភ្នែករបស់ខាង Valin បានបើកធំដោយការភ្ញាក់ផ្អើលតាំងពីមុនមកហើយគាត់ក៏បានឃើញជេនហួរបញ្ចេញគ្រឿងសឹកប្រយុទ្ធ4ពាក្យរបស់គាត់នៅក្បែរខាង Valin ផ្ទាល់វាហាក់ដូចជាខ្លួនប្រាណទាំងមូលរបស់គាត់បានលេចចូលទៅក្នុងគ្រឿងសឹកហើយមិនយូរប៉ុន្មានរាងកាយរបស់គាត់ក៏ត្រូវបានគ្របដណ្ដប់ដោយគ្រឿងសឹកប្រយុទ្ធដ៏រុងរឿងនោះឥរិយាបថដ៏គួរឲ្យខ្លាចរបស់គាត់ស្ទើរតែធ្វើឲ្យអាគារទាំងមូលលញ័ររំជួយកុំឲ្យនរណាម្នាក់រើជេនហួរបានស្រែកខ្លាំងខណៈដែលគាត់បានផ្ដោតអូរ៉ាទប់ស្កាត់ដ៏ខ្លាំងក្លាដែលផុសចេញពីរាងកាយរបស់គាត់ទៅកាន់ចាងគង់យ៉ានផ្ទាល់នេះពិតជាការប៉ុនប៉ងធ្វើឃាតដែលបានរៀបចំទុកជាមុនគាត់ពិតជាគ្មានទំនុកចិត្តក្នុងការគេចពីការវាយប្រហារមុននេះឡើយជាពិសេសដោយសារតែអ្វីទាំងអស់បានកើតឡើងយ៉ាងលឿនពេកប្រសិនបើមិនមែនដោយសារតែគូយឺបានប្រើវេទមន្តនៃការបញ្ជូនតាមលំហរបស់នាងទេគាត់ប្រហែលជាត្រូវបានសម្លាប់ដោយបុគ្គលនេះបាត់ទៅហើយដោយដែលឃាតករនោះប្រើមានកម្លាំងធ្វើឲ្យរឹងដូចថ្មបង្ក្រាបនៅក្នុងនោះគោលបំណងរបស់វាគឺដើម្បីសម្លាប់ជេនហួរមុនពេលដែលគាត់អាចបញ្ចេញគ្រឿងសឹកប្រយុទ្ធ4ពាក្យរបស់គាត់បានដើម្បីឲ្យឃាតករនោះមានសមត្ថភាពសម្លាប់គាត់ហើយថែមទាំងមានសមត្ថភាពលាក់ខ្លួនពីគាត់បានឃាតករនោះត្រូវតែជាព្រលឹងឌូលូកំពូលដែលមានឋានៈទី95យ៉ាងតិចបំផុតឃាតករនោះបានវាយប្រហារគាត់ដោយគ្មានគ្រឿងសឹកប្រយុទ្ធបើមិនដូច្នេះទេវាមិនអាចទៅរួចទេសម្រាប់គាត់ក្នុងការលាក់វត្តមានរបស់ខ្លួននេះពិតជាត្រូវបានរៀបចំទុកជាមុនយ៉ាងច្បាស់ជាធម្មតាជេនហួរមានការខឹងសម្បារយ៉ាងខ្លាំងបន្ទាប់ពីបានរួចជីវិតពីការវាយប្រហារនោះជាងដៃទាំងអស់បានអង្គុយចុះក្រោមសម្ពាធដ៏ខ្លាំងក្លាបែបនេះគ្មាននរណាម្នាក់ហ៊ានរើឡើយចាងគង់យ៉ានបានលាតដៃធំទូលាយដើម្បីការពារ Lin Yihan នៅពីក្រោយគាត់កងព្រលឹងពណ៌លឿង2ពណ៌ស្វាយ2និងពណ៌ខ្មៅ4បានលេចឡើងហើយវិលជុំវិញខ្លួនរបស់គាត់គឺជាព្រលឹងដូលូ8កងទោះជាយ៉ាងណាក៏ដោយសូម្បីតែបុគ្គលម្នាក់ដែលមានមូលដ្ឋានហ្វឹកហាត់ជាព្រលឹងដូលូ8កងក៏មិនអាចឈរនៅមុខអូរ៉ាទប់ស្កាត់របស់ម្ចាស់គ្រឿងសឹកប្រយុទ្ធ4ពាក្យបានដែរវាមិនអាចទៅរួចទេសម្រាប់គាត់ដែលគ្មានគ្រឿងសឹកប្រយុទ្ធផ្ទាល់ខ្លួនប៉ុន្តែគាត់បានទប់វាទុកហើយមិនបានបញ្ចេញគ្រឿងសឹកប្រយុទ្ធរបស់គាត់ឡើយលោកប្រធានជេនហួរចាងគង់យ៉ានបានស្រែកខ្លាំងជេនហួរបានទាញឥរិយាបថដ៏កក្លឿនដែលផុសចេញពីរាងកាយរបស់គាត់មកវិញបន្តិចហើយបានចុះពីលើមេឃសម្រាប់ពួកវាទៅនរណាម្នាក់ពីក្នុងចំណោមហ្វូងជាងដែកបានស្រែកការប៉ុនប៉ងធ្វើឃាតលើលោកប្រធានគឺមិនអាចលើកលែងបានឡើយគ្រប់គ្នាដឹងថាជេនហួរឈរនៅកំពូលនៃសហព័ន្ធទាំងមូលនេះមិនមែនត្រឹមតែដោយសារឋានៈរបស់គាត់ជាម្ចាស់គ្រឿងសឹកប្រយុទ្ធ4ពាក្យប៉ុណ្ណោះទេប៉ុន្តែក៏ដោយសារគាត់ជាជាងដៃទេពផងដែរគ្រឿងសឹកប្រយុទ្ធ4ពាក្យនឹងមិនអាចទៅរួចទេបើគ្មានជាងដៃទេពលើសពីនេះគាត់គឺជាជាងដៃទេពតែមួយគត់ដូច្នេះការស្លាប់របស់
របស់គាត់នឹងធ្វើឲ្យការទទួលបានគ្រឿងសិតប្រយុទ្ធ4ពាក្យកាន់តែពិបាកគ្មានទីបញ្ចប់លុះត្រាតែមានជាងដៃទេពម្នាក់ទៀតលេចឡើងការធ្វើឃាតដែលទើបតែកើតឡើងនេះពិតជាគួរឲ្យតក់ស្លុតខ្លាំងណាស់ជេនហួរគឺជាបេះដូងនិងព្រលឹងនៃពិភពជាងដៃស្ទើរតែទាំងអស់សុទ្ធតែបានទទួលផលប្រយោជន៍ពីគាត់តើពួកគេមិនអាចខឹងសម្បាយ៉ាងខ្លាំងនៅពេលនេះដោយរបៀបណាចាងគង់យ៉ានបានសង្កត់បបោមាត់របស់គាត់ជាប់គ្នាហើយសម្លឹងមើលជេនហួរដែលបញ្ចេញអូរ៉ាទប់ស្កាត់គាត់ដឹងក្នុងចិត្តថាការបញ្យល់គឺគ្មានប្រយោជន៍ទេនៅពេលនេះជាពិសេសដោយសារគាត់គឺជាអ្នកដែលបានបង្កើតការប្រកួតប្រជែងនេះដែលបានកើតឡើងមុនពេលការធ្វើឃាតបន្តិចយើងស្មានថាអ្នកគឺជាជាងដែកមកពីទ្វីបផ្សេងមែនទេជេនហួរបានសួរដោយសម្លេងត្រជាក់ចាងគង់យ៉ានមានការភ្ញាក់ផ្អើលហើយមិនយូរប៉ុន្មានបេះដូងរបស់គាត់ក៏លេចទៅបាតគ្រប់គ្នាដឹងថាមានទ្វីប3នៅក្នុងពិភពលោកបច្ចុប្បន្នវាក៏ជាចំណេះដឹងទូទៅផងដែរថាទ្វីបតារាលោហៈនិងទ្វីបតារាឌូគឺជាគូប្រជែងនឹងទ្វីបដូលូប្រសិនបើមហាសមុទ្រមិនបានបំបែកពួកគេដោយចម្ងាយដ៏ឆ្ងាយបែបនេះទេសង្គ្រាមរវាងពួកគេនឹងកាន់តែខ្លាំងឡើងតាំងពីយូរយារណាស់មកហើយទោះបីជាត្រូវបានបំបែកដោយមហាសមុទ្រដ៏ធំល្វឹងល្វើយក៏ដោយចំនួននៅតែហាក់ដូចជារកផ្លូវមកកាន់ទិសដៅរបស់ពួកគេប្រសិនបើនរណាម្នាក់ទាអត្តសញ្ញាណរបស់បុគ្គលដែលចង់ឲ្យជេនហួរស្លាប់បំផុតនោះអ្នកគ្រប់គ្រងនៃទ្វីបពីរផ្សេងទៀតទំនងជាបុគ្គលទាំងនោះហើយចាងគង់យ៉ានដឹងថាគាត់អស់សំណាងហើយជាពិសេសដោយសារជេនហួរបានមើលឃើញចេតនារបស់គាត់នៅទីនេះរួចទៅហើយតើនេះអាចកើតឡើងដោយរបៀបណាពួកយើងមិនមែនជាអ្នកទេសម្លេងច្បាស់លាស់និងរឹងរូសមួយបានលើពីក្រោយចាងគង់យ៉ានលីនយូហានបានបង្ហាញក្បាលរបស់នាងហើយប្រឈមមុខនឹងជេនហួរដែលជាម្ចាស់គ្រឿងសិតប្រយុទ្ធ4ពាក្យនាងមិនចង់ចោះចាញ់តតែសោះបើមិនមែនពួកឯងទេតើអ្នកណាទៀតភ្លាមនោះជាងដែកម្នាក់បានតបតដោយកំហឹងពួកយើងមិនមែនជាអ្នកនៅពីក្រោយរឿងនេះទេគឺចប់ហើយលីនយូហានបានជំទាស់ខណៈដែលទឹកភ្នែកបានហូរចេញពីភ្នែករបស់នាងតាមយើងមកជេនហួរបានធ្វើអ្វីមួយចម្លែកនៅពេលនោះគាត់បានគ្រវីដៃស្ដាំរបស់គាត់ទៅកាន់ចាងគង់យ៉ានខាងវ៉ូលីននិងគូយើក្នុងពេលតែមួយមុនពេលពន្លឺក្រហមមួយបានគ្របដណ្ដប់ពួកគេហេតុអ្វីបានជាគាត់មិនវាយប្រហារយើងភ្លាមចាងគង់យ៉ានមានអារម្មណ៍ថាទង្វើរបស់គាត់គួរឲ្យអស់សំណើចទោះបីជាចាងគង់យ៉ានក៏ជាម្ចាស់គ្រឿងសិតប្រយុទ្ធម្នាក់ដែរប៉ុន្តែគាត់គ្រាន់តែជាម្ចាស់គ្រឿងសិតប្រយុទ្ធ2ពាក្យប៉ុណ្ណោះឈរនៅមុខជេនហួរដែលជាម្ចាស់គ្រឿងសិតប្រយុទ្ធ4ពាក្យគឺគ្មានផ្លូវដែលគាត់អាចតវិញបានឡើយទោះជាយ៉ាងណាក៏ដោយជេនហួរមិនបានវាយប្រហារភ្លាមនោះទេដោយមានសម្ពាធនឹងការព្រួយបារម្ភចាងគង់យ៉ានបានដើរតាមជេនហួរឆ្ពោះទៅកាន់ជណ្ដើរយន្តខណៈពេលដែលគាត់ការពារលីនយូហាននៅពីក្រោយគាត់នៅពេលពួកគេត្រឡប់ទៅការិយាល័យវិញគ្រឿងសិតប្រយុទ្ធ4ពាក្យដែលជេនហួរពាក់បានប្រែទៅជាពន្លឺក្រហមមុនពេលវាបាត់ចូលទៅក្នុងខ្លួនរបស់គាត់វាបានបាត់ទៅវិញយ៉ាងដូចនេះឯងអង្គុយចុះជេនហួរបានចង្អុលទៅសាឡុងចាងគង់យ៉ានបានងឿងឆ្ងល់លោកជឿពួកយើងមែនទេជេនហួរបាននិយាយដោយស្ងប់ស្ងាត់ថាយើងមិនជឿអ្នកទេប៉ុន្តែយើងជឿលើជាងដែរដោយសារអ្នកបានចុះចាញ់ដោយស្ម័គ្រចិត្តនៅពេលជុំទី1បានបញ្ចប់ជំនួសឲ្យការអង្វរសុំក្តីមេត្តានេះបញ្ជាក់ពីលក្ខណៈសម្បត្តិរបស់អ្នកជាជាងដែរដូច្នេះប្រាប់យើងមកតើអ្នកមកទីនេះដោយរបៀបណាហេតុអ្វីបានជាអ្នកប្រកួតប្រជែងជាមួយយើងគាត់បានសួរដោយសម្លេងធ្ងន់ខាងវ៉ូលីននិងគូយើបានឈរនៅពីក្រោយជេនហួរខាងវ៉ូលីនក៏ពោពេញដោយការភ្ញាក់ផ្អើលផងដែរគាត់ភ្ញាក់ពីដំណេកដោយការតក់ស្លុតភ្លាមបន្ទាប់ពីពន្លឺក្រហមឆ្អៅបានលេចឡើងបេះដូងរបស់គាត់នៅតែលោតញាប់បន្តិចពីការភ័យខ្លាចដែលផុសចេញពីបាតបេះដូងដែលនោះពិតជាគួរឲ្យខ្លាចពេកណាស់ហើយវាហាក់ដូចជាមានសត្វសាហាវដ៏មហន្តរាយមួយលាក់ខ្លួននៅក្នុងនោះមនុស្សម្នាក់អាចស្រមៃបានតែអ្វីដែលនឹងកើតឡើងប្រសិនបើនរណាម្នាក់ត្រូវបានវាយប្រហារដោយដៃនោះទោះជាយ៉ាងណាក៏ដោយជូស៊ីបានចាប់យកការវាយប្រហារដែលចូលមកដោយដៃទទេរបស់គាត់នៅពេលនោះខាងវ៉ូលីនបានឃើញថាបាតដៃរបស់ជូស៊ីហាក់ដូចជាបានប្រែទៅជាពណ៌មាសស្រាលនោះគឺជាអ្វីតែមួយគត់ដែលគាត់បានឃើញចាងគង់យ៉ានបានបង្ខំចិត្តញញឹមគាត់កំពុងស្ថិតក្នុងស្ថានភាពរស់រស់ស្លាប់ដូច្នេះគាត់មិនហ៊ានលាក់បាំងអ្វីឡើយជាមួយនឹងសមត្ថភាពរបស់ជេនហួរនិងការពិតដែលថាពួកគេស្ថិតនៅក្នុងទឹកដីរបស់គាត់ការសម្លាប់ពួកគេទាំងពីរគឺជារឿងងាយស្រួលលើសពីនេះពួកគេមកពីទ្វីបផ្សេងគ្មាននរណាម្នាក់នឹងផ្ដល់ភាពបរិសុទ្ធរបស់ពួកគេមកវិញឡើយប្រសិនបើពួកគេទទួលស្គាល់ការចោទប្រកាន់ថាពួកគេជាចារកម្មលោកនិយាយត្រូវពួកយើងមិនមែនមកពីទ្វីបដូឡូទេពួកយើងមកពីទ្វីបតារាលោហៈហើយខ្ញុំគឺជាអនុប្រធានសមាគមជាងដែកនៃទ្វីបតារាលោហៈលោកប្រធានជេនហួរលោកត្រូវដឹងថាបច្ចេកវិទ្យាប្រលឹងបានរីកចម្រើនយ៉ាងខ្លាំងស្របតាមពេលវេលាដែលរីកចម្រើនហើយការប្រកួតប្រជែងរបស់យើងក៏មិនខ្លាំងក្លាដូចអតីតកាលដែរវាគឺជាមន្ត្រីម្នាក់មកពីទ្វីបដូឡូដែលបានអញ្ជើញពួកយើងឲ្យតំណាងឲ្យទ្វីបតារាលោហៈមកកាន់ទ្វីបដូឡូសម្រាប់គោលបំណងស្រាវជ្រាវពួកយើងមកទីនេះតាមក្រុមតំណាងខ្ញុំក៏បានកោតសរសើរលោកអស់រយៈពេលជាយូរមកហើយដែរដោយសារខ្ញុំក៏ជាជាងដែកម្នាក់ដែរវាជារឿងធម្មតាទេដែលខ្ញុំចង់ឃើញថាពិភពជាងដែកនៅក្នុងទ្វីបដូឡូមានសមត្ថភាពអ្វីខ្លះដំបូងឡើយពួកយើងគ្មានគម្រោងមកទេប៉ុន្តែក្រុមតំណាងគណៈដែលគាត់កំពុងនិយាយជិនហួរក៏ចាប់ផ្ដើមយល់បន្តិចម្ដងនៅព្រឹត្តិការណ៍ដែលបានកើតឡើងវាច្បាស់ណាស់ថាមាននរណាម្នាក់បានបង្កាត់ភ្លើងមហិច្ឆតារបស់ចាងគង់យ៉ានហើយធ្វើឲ្យគាត់នាំលីនយូហានមកទីនេះពួកយើងពិតជាគ្មានគំនិតថាអ្នកណាបានប៉ុនប៉ងធ្វើឃាតលោកឡើយនោះគឺជាអ្វីទាំងអស់ដែលខ្ញុំនឹងនិយាយជឿឬមិនជឿគឺអាស្រ័យលើលោកចាងគង់យ៉ានបានបង្ខំចិត្តញញឹមទោះជាយ៉ាងណាក៏ដោយប្រសិនបើលោកទទូចកំហុសគឺមកលើខ្ញុំយូហានគ្មានជាប់ពាក់ព័ន្ធអ្វីឡើយទោះបីជាយូហានមិនមែនជាមនុស្សមកពីទ្វីបដូឡូក៏ដោយក៏វាពិបាកនឹងរកទេនៅទេពកោសល្យដូចនាងនៅក្នុងពិភពជាងដែរមិនថាលោកនឹងធ្វើអ្វីចំពោះ
ខ្ញុំទេតើលោកអាចសន្យាថានឹងទុកជីវិតយូហានបានទេជេនហួរបានញញឹមដោយស្ងប់ស្ងាត់វាមិនអាចទៅរួចទេសម្រាប់អ្នកក្នុងការចាកចេញបន្ទាប់ពីរឿងបែបនេះបានកើតឡើងតើអ្នកអាចប្រាប់យើងពីអត្តសញ្ញាណរបស់បុគ្គលដែលបានបង្កាត់ភ្លើងឲ្យអ្នកមកទីនេះបានទេតើពួកគេមកពីក្រុមតំណាងរបស់អ្នកមែនទេចាងកុងយ៉ានបានបង្ខំចិត្តញញឹមពួកគេមិនមែនទេប្រហែលជាលោកមិនជឿខ្ញុំទេប៉ុន្តែវាមិនមែនដូច្នោះទេពួកយើងបានជួបជាងដែកម្នាក់នៅពេលពួកយើងមកដល់ទីនេះគាត់ឈ្មោះនីងហ្វេងជីជាការពិតណាស់ខ្ញុំមិនដឹងថាវាជាឈ្មោះពិតរបស់គាត់ឬអត់ទេគាត់គឺជាសិប្បករដ៏វិសុទ្ធដែលមានសមត្ថភាពពិសេសជាច្រើនក្នុងការលុតដំជំនាញរបស់គាត់គឺការលុតដំដោយញញួរតែមួយហើយខ្ញុំបានឈ្នះគាត់ដោយព្រៀបបន្តិចបន្តួចប៉ុណ្ណោះគាត់បានប្រាប់ខ្ញុំថាលោកពូកែប៉ុណ្ណាជាជាងដែកទេប៉ុន្តែលោកគ្មានអ្នកស្នងមរតកនៅក្នុងពិភពជាងដែកទេជេនហួរបានងឿងឆ្ងល់បន្ទាប់ពីបានឮអ្វីដែលចាងកុងយ៉ានបាននិយាយអ្វីទាំងអស់ទើបតែខ្លាចជាកាន់តែអាចកំបាំងផ្អែកលើអ្វីដែលគាត់ទើបតែប្រាប់ពួកគេនីងហ្វេងជីនេះមិនបានមកពីទ្វីបតារ៉ាឡូហាទេផ្ទុយទៅវិញគាត់គឺជាជាងដែកមកពីទ្វីបដូលូទោះជាយ៉ាងណាក៏ដោយក្នុងនាមជាប្រធានសមាគមជាងដែកជេនហួរមិនបានស្គាល់ជាងដែកបែបនេះទេហើយក៏មិនដឹងថាឃាតករនោះមានទំនាក់ទំនងជាមួយបុគ្គលដែលបានបង្កាត់ភ្លើងចាងកុងយ៉ានដែរឬអត់ដូច្នេះតើគាត់អាចជឿអ្វីដែលចាងកុងយ៉ាននិយាយបានប៉ុន្មានជេនហួរបានឆ្លើយតបថាបងចាងកុងយ៉ានអ្នកនិងសិស្សរបស់អ្នកគឺជាភ្ញៀវបណ្ដោះអាសន្នរបស់យើងពួកយើងនឹងស៊ើបអង្កេតឧបទ្ទហេតុនេះឲ្យបានត្រឹមត្រូវហើយនឹងជូនដំណឹងដល់ក្រុមរបស់អ្នកឲ្យមកទទួលអ្នកក្នុងពេលតែមួយចាងកុងយ៉ានមានការភ្ញាក់ផ្អើលលោកជឿខ្ញុំមែនទេយិនហួរបានញញឹមយើងជឿតែលើវិចារណញ្ញាណរបស់យើងប៉ុណ្ណោះភ្លាមនៅពេលនោះទ្វារមួយបានបើកហើយជូស៊ីក៏បានដើរចូលមកជិនហួរបានសម្លឹងមើលគាត់ហើយសួរថាយ៉ាងម៉េចហើយជូស៊ីបានងក់ក្បាលបន្តិចឃាតករនោះលឿនខ្លាំងណាស់វាហាក់ដូចជាឃាតករនោះគឺជាព្រលឹងដូលូប្រភេទរហ័សរហួនដ៏កម្រម្នាក់ដែលជាព្រលឹងដូលូកំពូលគាត់ប្រហែលជាមិនអាចតទល់ជាមួយខ្ញុំដោយផ្ទាល់បានទេប៉ុន្តែគាត់លឿនខ្លាំងណាស់គាត់បានរត់គេចខ្លួនបន្ទាប់ពីខ្ញុំដេញតាមគាត់អស់មួយរយៈអ្នកហាក់ដូចជាមានបញ្ហាខ្លះហើយជាមួយនឹងឃាតករព្រលឹងដូលូកំពូលនៅពីក្រោយខ្នងអ្នកហឺសជិនហួរបានញញឹមយ៉ាងស្ងប់ស្ងាត់ហើយនិយាយថាហាក់ដូចជាមាននរណាម្នាក់ចង់ឲ្យយើងស្លាប់ហើយលោកពូឆេបបាននិយាយខណៈកំពុងគិតយ៉ាងជ្រៅថាឃាតករនោះមានសមត្ថភាពពិសេសមួយចំនួនថាមពលព្រលឹងរបស់គេត្រូវបានជំរុញដោយចរន្តឈាមរបស់គេយើងមិនអាចប្រាប់បានថាគេមានព្រលឹងក្បាច់គុណអ្វីនោះទេវាពិតជាប្លែកបន្តិចតើអាចថាគេជា Soul Master អាក្រក់ឬខាង Volin បាននិយាយបន្ទាប់ពីស្ដាប់ដោយយកចិត្តទុកដាក់មួយសន្ទុះធំ Soul Master អាក្រក់ជេនហួរលោកពូឆេបនិងចាងកុងយ៉ានភ្ញាក់ផ្អើលនឹងពាក្យ3ម៉ាត់នោះលោកពូឆេបបាននិយាយដោយមិនស្ទាក់ស្ទើរថាវាពិតជាអាចទៅរួចណាស់ប្រសិនបើគេជា Soul Master អាក្រក់អ្វីនឹងសមហេតុផលក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ Soul Master អាក្រក់បានក្លាយជាកាន់តែសកម្មហើយបានបង្កបញ្ហាធ្វើឲ្យមនុស្សភ័យខ្លាចគ្រប់ទីកន្លែងសហព័ន្ធបានចាប់ផ្ដើមការស៊ើបអង្កេតទូទាំងសហព័ន្ធលើពួកគេគ្មាននរណាម្នាក់នឹកស្មានថាពួកគេពិតជាហ៊ានមកទីនេះដើម្បីរកលោកនោះទេដោយសារតែ Soul Master អាក្រក់ហ៊ានមកទីនេះវាពិតជាជាក់ស្ដែងណាស់ថាពួកគេមានអ្វីមួយឬក៏មាននរណាម្នាក់ដ៏មានឥទ្ធិពលនៅពីក្រោយរឿងនេះចាងកុងយ៉ានបាននិយាយថាលោកដឹងទេវាហាក់ដូចជានឹកឃើញបន្តិចបន្ទាប់ពីឮលោកទាំងពីរពិភាក្សាគ្នាជាងដែកនីងហ្វេងជីហាក់ដូចជាខុសពី Soul Master ធម្មតាថាមពលដែលគេបញ្ចេញនៅពេលលុតដំគឺត្រជាក់ខ្លាំងជិនហួរបានសើចហើយនិយាយថាល្អណាស់ Soul Master អាក្រក់យើងមិនដែលប្រយុទ្ធជាមួយ Soul Master អាក្រក់ពីមុនមកទេលោកពូឆេបបានសម្លឹងមើលទៅក្នុងភ្នែករបស់គេយ៉ាងជ្រៅហើយងាកមកមើលខាង Volin លោកពូឆេបបាននិយាយថាសូមតាមយើងទៅអាហារដ្ឋានតូចកូនត្រូវមកតែម្នាក់ឯងលោកពូឆេបបានចេតនាបញ្ជាក់ថាគាត់ចង់ឲ្យខាង Volin ទៅតែម្នាក់ឯងបាទខាង Volin បានមើលទៅគូយឺដោយការសុំទោសប៉ុន្តែនាងបានញញឹមដាក់គេចំណាប់អារម្មណ៍របស់ខាង Volin ចំពោះលោកពូឆេបបានផ្លាស់ប្ដូរទាំងស្រុងបន្ទាប់ពីការទៅលេងទីក្រុងឋានសួគ៌ទូនៅពេលនេះលោកពូឆេបពិតជាមនុស្សម្នាក់ដែលឈរនៅកំពូលនៃទ្វីបគាត់មិនត្រឹមតែមានមេការទេប៉ុណ្ណោះទេថែមទាំងជាអ្នកជំនាញឋានៈដូឡូដែលមានសមត្ថភាពប្រយុទ្ធជាមួយ Hyper ដូឡូទៀតផងទោះបីជាគាត់នៅសាលា3សាយក៏ដោយក៏គាត់នៅមានសមត្ថភាពស្រដៀងនឹងព្រឹទ្ធាចារ្យនៃសាលាអាទិទេពសមុទ្រដែរលំហជុំវិញពួកគេបានបង្ខូចទ្រង់ទ្រាយបន្តិចនៅពេលពួកគេចូលទៅក្នុងអាហារដ្ឋានតូចថាមពលព្រលឹងដ៏ទន់ភ្លន់មួយកំពុងញែកពួកគេចេញពីពិភពខាងក្រៅអ្វីដែលខាង Volin បានឃើញគឺកងពណ៌បៃតងស្រាលមួយដែលហាក់ដូចជាញែកលំហដែលពួកគេកំពុងនៅវាមានអារម្មណ៍អស្ចារ្យហើយហាក់ដូចជាពួកគេត្រូវបានគ្របដណ្ដប់ដោយពពុះខ្យល់ដ៏ធំមួយតើនេះជាការគ្រប់គ្រងថាមពលព្រលឹងកម្រិតខ្ពស់ដើម្បីបង្កើតតំបន់ឯកោឬលោកពូតើខ្ញុំគួរហៅលោកយ៉ាងដូចម្ដេចម៉ូយេបានញញឹមយ៉ាងស្ងប់ស្ងាត់ហើយឆ្លើយថាឈ្មោះយើងគឺម៉ូយេហើយលោកពូយេក៏បានដែរលោកពូយេខាង Volin ពិតជាពូកែនិយាយលួងលោមណាស់ម៉ូយេបានបន្តទៀតថាកូនប្រហែលជាកំពុងឆ្ងល់ថាហេតុអ្វីយើងនិយាយជាមួយកូនតែម្នាក់ឯងតាមពិតទៅយើងបានគិតអំពីការនេះជាយូរណាស់មកហើយទីបំផុតយើងក៏បានសម្រេចចិត្តយើងនឹងមិននិយាយអមកាត់ទេដូច្នេះយើងនឹងចូលដល់ចំណុចសំខាន់តែម្ដងយើងសង្ឃឹមថាកូននឹងមានឆន្ទៈទទួលមរតកការបង្រៀនរបស់យើងឬក៏ការបង្រៀនរបស់ប៉ាក់យើងខាង Volin ភ្ញាក់ផ្អើលលោកពូយេតើលោកមានន័យយ៉ាងណាគេមានគ្រូ3នាក់រួចទៅហើយសម្រាប់តែការលុតដំរួមទាំងលោកពូគ្រូជេនហួរគេនឹងមានគ្រូ
4នាក់រួចទៅហើយទន្ទឹមនឹងនេះគេក៏មានគ្រូតានិងលោកគ្រូវោដើម្បីណែនាំគេក្នុងការហ្វឹកហាត់ផងដែរតែនេះមានន័យថាគេនឹងមានគ្រូម្នាក់ទៀតឬមួយយេបានបន្តថាដោយសារតែកូនមកពីសាលាបិសាចយើងដំបងឡើយស្ទាក់ស្ទើរព្រោះប៉ាក់យើងធ្លាប់ជាគូប្រជែងជាមួយបិសាចគ្រាន់តែថាប៉ាក់យើងកំពុងធ្លាក់ចុះបន្តិចម្ដងនៅពេលដែលពេលវេលាកន្លងផុតទៅហើយយើងមិនអាចប្រឆាំងនឹងបិសាចបានទៀតទេយើងបានលើពីជេនហោថាកូនបានចូលរួមប៉ាក់ថាមែនទេបាទមែនហើយທາງវូលីនបានងក់ក្បាលមួយយេបាននិយាយថាតើកូនសុខចិត្តបោះបង់អត្តសញ្ញាណរបស់កូននៅក្នុងបឋាងទេកូនប្រហែលជានៅតែជាសិស្សខាងក្រៅការបោះបង់អត្តសញ្ញាណរបស់កូននៅទីនោះមិនគួរប៉ះពាល់កូនខ្លាំងពេកទេທາງវូលីនបានមើលទៅគាត់ដោយភ្ញាក់ផ្អើលហើយគ្រវីក្បាលភ្លាមទេខ្ញុំពិតជាមិនអាចធ្វើបែបនោះបានទេបឋាងបានជួយយ៉ាងច្រើនក្នុងការលើកកម្ពស់ការហ្វឹកហាត់របស់ខ្ញុំកាលពីមុនវិធីសាស្ត្រហ្វឹកហាត់បច្ចុប្បន្នរបស់ខ្ញុំទាំងអស់គឺមកពីបឋាងខ្ញុំមិនអាចចាកចេញពីពួកគេបានទេមួយយេបានជ្រួញចិញ្ចើមកុំបារម្ភអីបច្ចេកទេសរបស់បកយើងប្រកាសជាអាចប្រៀបធៀបបាននឹងបឋាងលើសពីនេះទៅទៀតយើងគឺជាមេបកបច្ចុប្បន្នដរាបណាកូនសុខចិត្តរៀនពីយើងកូននឹងទទួលបានច្រើនជាងអ្វីដែលកូនកំពុងទទួលបានពីបឋាងទោះបីជាយើងមិនអាចប្រៀបធៀបបាននឹងបឋាងក៏ដោយក៏យើងផ្ដោតលើចំណុចផ្សេងគ្នាដែរលើសពីអ្វីទាំងអស់យើងប្រកាសជាមិនខ្សោយជាងបឋាងទេនៅពេលកូនឈានដល់កម្រិតកម្ពស់ທາງវូលីនបានបន្តគ្រវីក្បាលខ្ញុំសូមទោសលោកពូយេខ្ញុំពិតជាមិនអាចសន្យាជាមួយលោកបានទេផ្នែកសាលានៅតែអាចទទួលយកបានប៉ុន្តែខ្ញុំមិនអាចក្បត់បឋាងបានទេខ្ញុំចូលចិត្តបឋាងខ្ញុំមានចិត្តស្រឡាញ់បឋាងមិនថាមានអ្វីកើតឡើងទេវាមិនអាចទៅរួចទេដែលខ្ញុំក្បត់បឋាងលើសពីនេះទៅទៀតខ្ញុំឥឡូវនេះគឺជាសមាជិកនៃសាលាប្រលឹងប្រយុទ្ធគេបានទទួលអត្ថប្រយោជន៍ជាច្រើនពីបឋាងតាំងពីគេបានចូលរួមតាមពិតទៅគេមិនចាំបាច់លះបង់អ្វីទាំងអស់តើគេអាចចាក់ចេញពីបឋាងបែបនោះបានយ៉ាងដូចម្តេចមួយយេភ្ញាក់ផ្អើលបន្តិចហើយឆ្លើយថាកូនបានចូលរួមសាលាប្រលឹងប្រយុទ្ធឬនោះពិតជាមានបញ្ហាបន្តិចមិនអីទេយើងនឹងទៅបឋាងដោយខ្លួនឯងដរាបណាកូនសុខចិត្តយើងមានឥទ្ធិពលគ្រប់គ្រាន់នៅទីនោះដើម្បីនាំកូនមកທາງវូលីនបានងើបមុខហើយមើលទៅគាត់លោកពូយេហេតុអ្វីបានជាលោកជ្រើសរើសខ្ញុំនេះគឺជាសំណួរដែលឆេះក្នុងចិត្តរបស់គេមួយយេបានឆ្លើយថានោះគឺដោយសារតែកូនមានទេពកោសល្យដែលស័ក្តិសមនឹងវិធីសាស្ត្ររបស់ប៉ាក់យើងយ៉ាងខ្លាំងមនុស្សក្រៅជាច្រើនគិតថាអ្វីដែលសំខាន់បំផុតសម្រាប់ប៉ាក់យើងគឺព្រលឹងក្បាច់គុណដែលស័ក្តិសមទោះជាយ៉ាងណាក៏ដោយពូជពងគឺជាកត្តាសំខាន់បំផុតមិនមែនព្រលឹងក្បាច់គុណនោះទេមានតែមនុស្សដែលមានឈាមដ៏មានឥទ្ធិពលប៉ុណ្ណោះដែលអាចហ្វឹកហាត់វិធីសាស្ត្ររបស់ប៉ាក់យើងដល់កម្រិតកម្ពស់វាគឺជាចំណេះដឹងដែលមិនសូវមាននរណាដឹងថាមេបកគ្រប់ចំនួនមិនមានព្រលឹងក្បាច់កូនដ៏មានឥទ្ធិពលអស្ចារ្យនោះទេផ្ទុយទៅវិញយើងពិតជាមានទេពកោសល្យខាងឈាមយើងបានដឹងថាកូនពិតជាអស្ចារ្យក្នុងទស្សនវិជ្ជានេះនៅពេលយើងបានឃើញកូនឈាមដ៏មានឥទ្ធិពលរបស់កូនពិតជាលើសពីមនុស្សវ័យកូនហើយកូនឆ្ងាយហួសពី Soul Master ធម្មតាយើងផ្ទាល់មិនមានឈាមដ៏អស្ចារ្យបែបនេះទេនៅពេលយើងអាយុប៉ុនកូនយ៉ាងណាមិញយើងដំបងឡាយស្ទាក់ស្ទើរនៅពេលយើងដឹងថាកូនជាសិស្សនៅសាលាបិសាចយើងបានគិតយ៉ាងម៉ត់ចត់អំពីវាបន្ទាប់ពីយើងត្រឡប់ទៅវិញហើយមិនយូរប៉ុន្មានយើងក៏បានសម្រេចចិត្តព្រោះយើងប្រហែលជាគ្មាននរណាម្នាក់អាចទទួលមរតកការបង្រៀនរបស់យើងដោយមានឈាមសម្បូរបែបជាងកូននៅក្នុងលោកនេះទេនេះគឺជាអ្វីដែលសំខាន់បំផុតព្រោះប្រហែលជាមានវិធីដើម្បីបំពេញបន្ថែមសម្រាប់អ្វីដែលនៅសល់ណាទីហោបិសាចគ្រាន់តែជាសាលាមួយប៉ុណ្ណោះកូនអាចចាក់ចេញបន្ទាប់ពីកូនរៀនចប់និងបានបញ្ចប់ការសិក្សាទន្ទឹមនឹងនេះយើងសុខចិត្តចំណាយតម្លៃដើម្បីនាំកូនចេញពីបឋាងທາງវូលីនភ្ញាក់ផ្អើលតើនេះមានន័យថាបករបស់លោកវឹកហាត់ជាចម្បងជាមួយឈាមឬមែនហើយមួយយេបាននិយាយដោយមោទកភាពក្នុងការវឹកហាត់ឈាមយើងហ៊ាននិយាយថាគ្មាននរណាម្នាក់អាចបង្រៀនកូនបានច្រើនជាងបកយើងនោះទេທາງវូលីនបានជ្រួញចិញ្ចើមហើយបន្តគ្រវីក្បាលបន្ទាប់ពីគិតមួយសន្ទុះខ្ញុំសូមទោសលោកពូយេខ្ញុំពិតជាមិនអាចសន្យាជាមួយលោកបានទេផ្នែកសាលានៅតែអាចទទួលយកបានប៉ុន្តែខ្ញុំមិនអាចក្បត់បកខាងបានទេខ្ញុំមិនត្រឹមតែរៀនបានច្រើនពីពួកគេប៉ុណ្ណោះទេប៉ុន្តែខ្ញុំពិតជាចូលចិត្តពួកគេខ្ញុំបានឮរឿងនិទានអំពីបកខាងតាំងពីខ្ញុំនៅក្មេងហើយខ្ញុំមានកិត្តិយសដែលខ្ញុំអាចចូលរួមបកខាងសូមអរគុណចំពោះសេចក្តីសប្បុរសរបស់លោកមួយយេបាននិយាយដោយកំហឹងបន្តិចថាកូនបានឮរឿងនិទានអំពីបកខាងកាលពីកូននៅក្មេងឬអញ្ចឹងតើកូនបានឮរឿងនិទានអំពីបករាងកាយទេທາងវូលីនភ្ញាក់ផ្អើលមួយផ្លេតហើយស្ទើរតែនិយាយរអាក់រអួលប៉ុន្តែមិនបាននិយាយអ្វីទាំងអស់តើគេអាចនិយាយថាគេមិនដែលឮអំពីវាពីមុនមកបានឬតាមពិតទៅគេពិតជាមិនដែលឮអំពីបកនេះពីមុនមកទេនៅក្នុងអតីតកាលភាពខកចិត្តមួយរំពេចបានលេចឡើងនៅលើទឹកមុខរបស់មួយយេបករាងកាយពិតជាកំពុងធ្លាក់ចុះមែនតាំងពីគ្រោះមហន្តរាយដែលបានកើតឡើងរាប់ម៉ឺនឆ្នាំមុនការធ្លាក់ចុះរបស់បករាងកាយបានចាប់ផ្ដើមវាមិនស្ថិតនៅកម្ពស់នៃទ្វីបនេះទៀតទេកាលពីមុនមេបកទាំងអស់នៅក្នុងបករាងកាយសុទ្ធតែមានមូលដ្ឋានវឹកហាត់លើសពី Hyperdolo ឬជាអ្នកជំនាញកម្រិតពាក់កណ្ដាលអាទិទេពដែលបានលើសពី Limit Dolo ទៅទៀតទោះជាយ៉ាងណាក៏ដោយនៅពេលដែលពេលវេលាកន្លងផុតទៅបិសាចបានបន្តបង្កើតអ្នកជំនាញដ៏មានឥទ្ធិពលដើម្បីដឹកនាំខណៈដែលគាត់ជាមេបករាងកាយមិនអាចទម្លាយដល់ Hyperdolo បានផងលោកពូយេតើលោកមិនអីទេឬທາງវូលីនបានសួរដោយប្រុងប្រយ័ត្ននៅពេលគេក៏សម្គាល់ឃើញអ្វីមួយខុសប្រក្រតីនៅលើទឹកមុខរបស់មួយយេចេញទៅមួយយេបានក្រវីដៃដោយការខកចិត្តបន្តិចធម្មពលព្រលឹងមួយរំពេចបានផុសចេញពីគាត់ខណៈដែលធម្មពលព្រលឹងជុំវិញពួកគេបានចុះខ្សោយបន្ទាប់មកមួយយេបានប្រែទៅជាពន្លឺហើយបាត់ខ្លួនអ្វីដែលທາງវូលីនអាចមានអារម្មណ៍គឺកម្លាំងមួយបានរុញច្រានគេធ្វើឲ្យគេដើរថយក្រោយពី3ជំហាននៅពេលគេមើលទៅមុខមួយយេមិនឃើញនៅទីណាឡើយនៅក្នុងអាហារដ្ឋានតូចនោះភាគទី100ក៏បានមកដល់ទីបញ្ចប់ប្រសិនបើអ្នកក្លាហានចូលចិត្តការនិទានបែបនេះកុំភ្លេចជួយគាំទ្រការផលិតដើម្បីឲ្យដំណើររបស់ທາງវូលីនបន្តទៅមុខទៀតហើយជួបគ្នាម្ដងទៀតនៅក្នុងពិភពគុណ Novel